lâu môn cầm thì dừng bay vào ống cho mùi gần á bún hay masca paratana trai clay tịnh đôi tọt từ nè nè một ta sam phải kẹo vẹn tao rẽ hạ tao sam sam pun theo san nè một ta sam phải kẹo vẹn tao rẽ hạ tao sam sam pun theo san nè một ta sam phải kẹo vẹn tao mà sam pun theo sari kệ rệ ya nè ma sa ca thvai bông cung này nhom pre karona chốn miền đal pre đom miền pre phiaព្រះអង្គជាព្រះអរហន្តដ៏ប្រសើរទ្រង់ត្រាស់ដឹងនៅញេយធម៌ទាំងពួងដោយប្រពៃចំពោះព្រះអង្គឥតមានគ្រូអាចារ្យណាប្រដៅព្រះអង្គឡើយណាជាបន្តសូមមាសការគុណចាស់គ្រប់ព្រះអង្គដែលមានពេលមានវេលាតាមដានការឡាយដែលចេញពីវត្តឥន្ទ្រាធិបតីវត្តសង្កាយក្រុងបាត់ដំបងនៅពេលនេះនឹងសូមធ្វើសេចក្តីរាប់អានចំពោះលោកអូន3ព្រះអង្គដែលគង់នៅទីចំពោះមុខជុំគ្នាក្នុងថ្ងៃនេះញាតិញោមប្រហែលជាឆ្ងល់ថាតើវត្តឥន្ទ្រាធិបតីវត្តសង្កាយថ្ងៃនេះមិនក៏ប្លែកម៉េចមានការជួបជុំគ្នាគ្រូចារិកាហៅ3ព្រះអង្គហ្នឹងមកមានទរៈមានការងារអីចេះតាមពិតទៅនៅក្នុងថ្ងៃនេះយើងថ្ងៃ600រណូចខែមិញឆ្នាំរោងឆស័កពុទ្ធសករាជ2568ត្រូវនឹងថ្ងៃទី18ខែកុម្ភៈឆ្នាំ2025ព្រោះថ្ងៃនេះគឺជាដាក់ចោលអីចឹងថ្ងៃនេះគឺជាថ្ងៃត្រៀមលក្ខណៈក្នុងការដែលត្រូវប្រសង់នៅក្នុងក្រុងបាត់ដំបងយើងនិមន្តទៅប្រឡងនៅភ្នំពេញរាជធានីភ្នំពេញព្រោះអញ្ចឹងហើយនៅក្នុងកម្មវិធីការប្រឡងនឹងទៅទៀតគឺមានការជូនដំណើរសាមណសិស្សនៅក្នុងខេត្តបាត់ដំបងយើងចំនួន58ព្រះអង្គនៅក្នុងនោះមានប្រសង់សាមណសិស្សវត្តសង្កាយក្រុងបាត់ដំបងយើងចំនួន3ព្រះអង្គដែរតាមពិតបើសិនជាសរុបរួមទៅមិនមែនតែ3ព្រះអង្គទេមិនអញ្ចឹងទេទាំងអស់ប៉ុន្មានអង្គដូចជា5អង្គអញ្ចឹងមកន័យថា5ព្រះអង្គណានៅក្នុងវត្តសង្កែបើគិតទៅអាចថាបាន5ព្រះអង្គដែរ6ទាំងសឹកហ៎អូណាប៉ុន្តែអញ្ចឹងបានគេថាការជោគជ័យមិនងាយនឹងទទួលបានទេមើល5 6ព្រះអង្គនៅសល់តែ3និយាយទៅបាត់ពាក់កដាលដែរបាត់ពាក់កដាលនៅពាក់កដាលសម្រាប់ពីរសៀលថ្ងៃមិញនេះនៅវត្តពោធិ៍វាលពុទ្ធិកវិទ្យាល័យអឹងធួងហ្នឹងគឺលោកគ្រូសាស្ត្រាចារ្យគណៈដឹកនាំគណៈគ្រប់គ្រងនៅសាលាពុទ្ធិកវិទ្យាល័យអឹងធួងហ្នឹងគឺមានកម្មវិធីជូនដំណើរនិងកម្មវិធីទទួលនៅទេយ្យទានក៏ដូចជាថវិកាពីសម្រាប់ជនដែលគាត់មានសេចក្តីស្រឡាញ់ចូលចិត្តនៅពុទ្ធិកសិក្សាហើយតាមរយៈសម្រាប់ជនជាច្រើនបានឃើញចូលបច្ច័យច្រើនណាបានចូលច្រើនមែនបច្ច័យគឺថាផុសផុលញាតិញោមពុទ្ធបរិស័ទទាំងក្នុងនិងក្រៅប្រទេសគឺថាបានចូល10000ណាមែនទេចូល10000ហើយលើកនេះឆ្នាំនេះហៀហូដល់កូនសិស្សដែលត្រូវទៅប្រឡងហ្នឹងផងបានបងបាន$5ណាបាន$5ដែរប្រសងសាមណសិស្សលោកទៅប្រឡងហ្នឹងបាន$5ដែរហើយញាតិញោមដែលជាគ្រូសាស្ត្រាចារ្យបង្រៀននៅទីនោះគឺបានដូចជាម្នាក់100000ណាបុគ្គលិកគ្រូបង្រៀនអីបាន100000ហើយសម្រាប់ថ្ងៃនេះក៏ឆ្លៀតឱកាសក្នុងការជូនដំណើរជារៀងរាល់ឆ្នាំខ្ញុំគណៈអាត្មាភាពចារិកាវត្តសង្កែមានការបដិញ្ញាចិត្តលើកទឹកចិត្តសាមណសិស្សដែលត្រូវនិមន្តទៅប្រឡងនៅភ្នំពេញហ្នឹងគឺថាក្នុងបច្ច័យមួយដែលក្នុងមួយអង្គហ្នឹង400,000រៀលហើយបច្ច័យទាំងអស់ហ្នឹងគឺបានមកពីបច្ច័យ4មួយផ្នែកហើយព្រមទាំងញាតិញោមចូលរួមមិនថាតិចមិនថាច្រើនទេសល់បានប៉ុណ្ណាគឺអាត្មាភាពហ្នឹងគឺបន្ថែមធ្វើម៉េចឲ្យបានមួយអង្គ400,000រៀលហើយទោះបីជាតិចអង្គក៏ដោយច្រើនអង្គក៏ដោយក៏ត្រូវតែប្រគេនលោកអញ្ចឹងជាការតាំងចិត្តនិងបដិញ្ញាចិត្តរបស់ខ្ញុំគណៈអាត្មាភាពពីព្រោះអីបានថាដូច្នោះពីព្រោះរយៈកាល
កន្លងមកខ្លួនឯងធ្លាប់ទៅរៀនក៏លំបាកហើយទៅប្រឡងហ្នឹងក៏លំបាកដែរណាទៅប្រឡងគឺមានគេហៅថាអត់មានថវិកាក្នុងខ្លួនអត់មានបច្ច័យក្នុងខ្លួនទៅវាដូចរៀងហេលហាល់ណាហេលហាល់ដូចថាវាអត់ពេញដៃពេញជើងបើយើងនិយាយថាអត់ធ្ងន់ខ្លួននឹងអត់ធ្ងន់ខ្លួនហើយសម្រាប់ឆ្នាំនេះឃើញការផុសផុលជួយពីជាពិសេសញាតិញោមនៅសហរដ្ឋអាមេរិកតាមរយៈព្រះអង្គគ្រូបញ្ញាវិសាឡូពឿនចិនថាវព្រះអង្គគង់នៅក្នុងវត្តខ្មែរប៉ាលីឡៃរដ្ឋ Pennsylvania សហរដ្ឋអាមេរិកហើយជាពិសេសទៀតមានព្រះអង្គគ្រូព្រះអង្គគ្រូហានហ៊ីលោកមកផ្ទាល់តែម្ដងណាមកលើកទឹកចិត្តរៀបរាប់ពីការកសាងផ្ដើមកសាងនៅសាលាជួយសាលាឬក៏កសាងផ្សេងហើយលោកជាអ្នកដែលជួយពុទ្ធិកៈជ្រោមជ្រែងនៅពុទ្ធិកៈហ្នឹងឲ្យមានដំណើរការល្អប្រសើរដែរអញ្ចឹងទេដើម្បីបានជាសារៈខ្លះប្រយោជន៍ខ្លះនៅក្នុងការដែលប្រគេនបច្ច័យជាយានជំនិះសម្រាប់សាមណសិស្សវត្តឥន្ទ្រាធិបតី3ព្រះអង្គទៅប្រឡងរួមជាមួយគ្នានឹងសាមណសិស្សវត្តដទៃទៀតនៅក្នុងថ្ងៃស្អែកដែលគណៈគ្រប់គ្រងសាលាដឹកនាំទៅដែលចេញដំណើរនៅម៉ោង7នេះគឺឆ្លៀតពេលចង់ទី1សាកសួរពីសាវតាខ្លះហើយទី2ចង់សាកសួរពីការឆ្លងកាត់នៅពុទ្ធិកសិក្សានឹងជួបនៅបញ្ហាអីខ្លះធម្មតាតម្រាំមកដល់ពេលនេះវេលានេះឱកាសនេះយើងធ្លាប់ឆ្លងកាត់មកគឺមានបញ្ហាប្រឈមច្រើនអញ្ចឹងបាននៅក្នុងវត្តសង្កែយើងមានចំនួនដល់ទៅ6ព្រះអង្គតាមពិតប៉ុន្តែជាក់ស្ដែងអ្នកដែលតស៊ូមកដល់ពេលនេះដែលមានឈ្មោះទៅប្រឡងនៅថ្ងៃស្អែកហ្នឹងគឺមានតែ3ទេបាត់អស់ពាក់កណ្ដាលអញ្ចឹងតើការឆ្លងកាត់ហ្នឹងវាលំបាកយ៉ាងម៉េចបានអង្គខ្លះលោកត្រូវលះបង់ចោលវិញហើយតើពុទ្ធិកសិក្សាហ្នឹងមានសារៈមានប្រយោជន៍អ្វីខ្លះបានជាក្នុងចំណោម6ព្រះអង្គហ្នឹង3ព្រះអង្គហ្នឹងនៅតស៊ូគេហៅថាខំស្មៅហ្នឹងហើយតស៊ូមកដល់គ្នានឹងថ្ងៃនេះហើយឆ្លៀតពេលនេះអាត្មាភាពរំលេចបន្តិចដែរថាអាត្មាភាពក៏ធ្លាប់បោះបង់ការសិក្សាដែរនៅពុទ្ធិកវិទ្យាល័យអឹងធួងហ្នឹងដោយសារការសិក្សាកាលនោះមានការឧបត្ថម្ភធំពីសំណាក់អគ្គបេឡាគឺអ្នកម្ដាយបង្កើតញោមបង្កើតញោមស្រីដល់ពេលញោមស្រីគាត់ស្លាប់ទៅយើងចាប់ផ្ដើមមានគេហៅថាទឹកចិត្តគេហៅថាបាក់ទឹកចិត្តមិនដឹងថាត្រូវរៀនសូត្រនឹងយ៉ាងម៉េចទេពីព្រោះប្រសង់ត្រូវធ្វើចង្ហាន់ខ្លួនឯងហើយបច្ច័យហ្នឹងគឺអត់មានទីពឹងណាក្រៅពីញោមស្រីទេដល់ពេលអញ្ចឹងឆ្នាំ2010 2009 2010ឈប់រៀនបានឌីប្លូមប៉ុន្តែដោយសារតែសាលាមានបតីអនុគ្រោះគណៈគ្រប់គ្រងលោកឲ្យយើងប្រឡងវិញដល់ពេលឲ្យប្រឡងឆ្នាំប្រឡង2012ហ្នឹងទៅប្រឡងជាប់ដែរណាទៅប្រឡងជាប់ដែរប៉ុន្តែកាលនោះយើងត្បិតថាយើងមិនបានរៀនសូត្រជាប់លាប់មែនប៉ុន្តែចំណេះដឹងទូទៅយើងអាចថាគ្រាន់បើយើងអានច្រើនអីច្រើនអញ្ចឹងទៅហើយការប្រឡងក៏វាមិនសូវតឹងកាលនោះអញ្ចឹងបានប្រឡងគិតទៅសម្រាប់ខ្លួនឯងសម្រាប់ខ្ញុំកណានេះគឺឆ្លងកាត់នៅពុទ្ធិកដែរអញ្ចឹងដើម្បីកុំឲ្យខាតពេលយូរមួយអង្គម្ដងដើម្បីបានចែករំលែកនៅបទពិសោធន៍ចំណេះដឹងគឺយើងសាកសួរពីពនាមបន្តិចសិនតាមអ្វីដែលបានប្រកេននេះនៅក្នុងសំណួរទាំង10ដែលកណាខ្ញុំកណាមកភាពទៅសេសំណួរទី1តកតងទៅនឹងពនាមសំណួរទី2តកតងនឹងបងប្អូនសំណួរទី3តកតងទៅនឹងភូមិកំណើតហើយសំណួរទី4គឺយើងសួរនាំពីអាយុពុះភ្នោះណាទី5តើមកគង់នៅវត្តសង្កែហ្នឹងនៅឆ្នាំណាទី6គឺក្នុងនាមជាសាមណសិស្សពុទ្ធិកសិក្សាមកដល់ពេលនេះឆ្លងកាត់ការលំបាកអីខ្លះហើយទី7គឺចូលរៀបរាប់ពីសារៈប្រយោជន៍នៃពុទ្ធិកសិក្សាតើពុទ្ធិកសិក្សាហ្នឹងមានសារៈមានប្រយោជន៍អីខ្លះចំណុចនេះជាអ្វីដែលខ្ញុំកណាចង់បានដើម្បីបើកបង្ហាញដល់ញាតិញោមពុទ្ធបរិស័ទដែលគាត់ខិតខំប្រឹងប្រែងលះបង់នៅថវិកាជ្រុំជ្រែងយើងសម្បើមសរុបទៅជាង$10,000បងជាង$10,000ហើយជាងនឹងទៅទៀតសម្រាប់វត្តខ្ញុំកណាព្រមទាំងញាតិញោមគឺក្នុងមួយអង្គ
40,000 រៀលសរុបទៅ1លាន20,000ទៅទៀតហើយតើមានសារៈមានប្រយោជន៍អីខ្លះបានជាគ្រប់គេហៅថាអ្នកពាក់ព័ន្ធហ្នឹងខិតខំប្រឹងប្រែងជ្រោមជ្រែងសាមណសិស្សនិងសម្បើម្លេះអញ្ចឹងណាបងអញ្ចឹងតិចទៀតទៅប្រកេនដល់លោកប្អូន3ព្រះអង្គលោករៀបរាប់អង្គម្ដងពីសារៈប្រយោជន៍បងហើយបានចុងក្រោយដូរលេខរៀងទី8មកក្រោមគេតែម្ដងចុងក្រោយហ្នឹងយើងអរគុណដល់ម្ចាស់ជំនួយចាស់ជំនួយញាតិញោមពុទ្ធបរិស័ទរបស់យើងគាត់ឧបត្ថម្ភជាចង្ហាន់ផងឧបត្ថម្ភជាបច្ច័យផងជាពិសេសទៅមានកម្មវិធីអញ្ចឹងគាត់ផុសផលចូលរួមជួយទោះបីមិនច្រើនក៏តិចដែរហាក់បីដូចជាការភ្ជាប់និស្ស័យនៅក្នុងពុទ្ធសាសនាហាក់បីដូចជាការជួយរុញច្រានសាមណសិស្សនឹងឲ្យមានគេហៅថាទឹកចិត្តនៅក្នុងការសិក្សារៀនសូត្រចឹងដែរហើយបានយើងជូនពរទៅថ្លែងអំណរគុណជូនពរហើយបន្ទាប់មកយើងប្រគេនបច្ច័យថតរូបរួមគ្នាមុនទៅរៀបចំអីវ៉ាន់តែម្ដងមិនអញ្ចឹងណាឥឡូវដំបងឡើយប្រគេនលោកប្អូនដែលនៅគៀកដៃនឹងតែម្ដងទៅណាកាន់មីក្រូឥឡូវកណាធ្វើជាអ្នកសម្ភាសណាកណាឥឡូវនេះចាប់ផ្ដើមសម្ដែងហ្នឹងនេះយើងមិនសម្ដែងទេគ្រាន់តែចង់បានជាវីដេអូខ្លះឲ្យញាតិញោមអីបានដឹងបានជ្រាបប្រសង់នឹងរៀនសូត្រមិនអីមិនអញ្ចឹងណាឥឡូវយើងដំបងឡើយដូចកណាដាក់អញ្ចឹងទៅតើលោកប្អូនពនាមអីដែរជាបឋមសូមក្រាបថ្វាយបង្គំចំពោះលោកម្ចាស់គ្រូខ្ញុំប្រកាសណាព្រះនាមពៅដូតណាពនាមពៅដូតណាកណាហើយទី2តើមានបងប្អូនប៉ុន្មានក ណាមានបងប្អូន5នាក់កណា5នាក់នៅចាំទាំងអស់ហ៎កណាអត់មានផ្លេចទេកណាណាហើយស្រុកកំណើតនៅណាវិញស្រុកកំណើតនៅខាងភូមិជ្រៃឃុំជ្រៃស្រុកថ្មគោលខេត្តបាត់ដំបងនៅថ្មគោលយើងនេះណាកណាហើយបួសបានប៉ុន្មានភាសាបួសតាំងពី2015ដល់ឥឡូវ10ភាសាខុសអីសាមណេរគ្រូអូសាមណេរណាប៉ុនបច្ចុប្បន្នម៉ែណាបច្ចុប្បន្នចូល20 21អូ21ហើយកុំប្រាប់គេពិតណា20ជាងណាមកគង់នៅវត្តសង្កែយើងឆ្នាំណាមកគង់សិក្សានៅទីនេះនៅក្នុងឆ្នាំ2022អូ22កណា22 23 24 25អូបាន3ភាសាណាកណា3ភាសានេះសំណួរដែលយើងចង់បាននេះកណាណាក្នុងនាមជាសាមណសិស្សពុទ្ធិកសិក្សាមកដល់ពេលនេះឆ្លងកាត់ការលំបាកហ្នឹងអ្វីខ្លះកណាមុនរនឹកមកដូចកណាពិតប្រកេនអញ្ចឹងយើងកុំឆ្លើយតាមគេយើងឆ្លើយខ្លួនឯងតើយើងលំបាកអីខ្លះកណាគិតថាសម្រាប់ប្រសងដែលជាអ្នកសិក្សានៅពុទ្ធិកនេះពិតជាមានភាពលំបាកគ្រប់អង្គហើយអង្គណាក៏មានភាពលំបាកតែភាពលំបាកនោះមានផ្សេងពីគ្នាជាពិសេសហ្នឹងនៅក្នុងការចំណាយបច្ច័យនៅក្នុងចង្ហាន់ជាប្រចាំថ្ងៃឬក៏សម្រាប់ទិញសម្ភារៈអីផ្សេងដើម្បីសិក្សារៀនសូត្រហ្នឹងយើងត្រូវតែចំណាយនិងចំណាយយានជំនិះសម្រាប់ជិះទៅរៀនឬក៏ចំណាយសម្រាប់ថ្នាំដែលយើងឈឺអីចឹងទៅកណាយ៉ាងនិយាយថាឥឡូវជាក់ស្ដែងខ្លួនលោកអូនហ្នឹងកន្លងមកហ្នឹងជួបបញ្ហាអីខ្លះជួបបញ្ហាក្នុងការសិក្សារៀនសូត្រតាំងពីបឋមតាំងពីអីណាមកពុទ្ធិកសិក្សាមកដល់ឥឡូវកណាជួបបញ្ហាអីខ្លះត្រួសបន្តិចសង្ខេបខ្លីជួបបញ្ហាទី1សារៈសំខាន់ហ្នឹងគឺបញ្ហាចម្បង កណាទីចម្បងហ្នឹងគឺបច្ច័យ4ហ្នឹងបច្ច័យ4ចូលបានទៅបននិយាយតែកណានឹងបញ្ហាចម្បងហើយដល់ពេលបញ្ហាបន្តដល់ពេលអត់បច្ច័យទៅវាអត់បន្តយើងអត់មានអីចំណាយនៅក្នុងការរស់នៅកណាចង្ហាន់ជាប្រចាំថ្ងៃអីចឹងទៅមានការខ្វះខាតអញ្ចឹងឆាន់តាមការមានអីចឹងតាមមានតាមបានកណាដោយសារយើងរស់នៅក្នុងក្រុងយើងមានតែកន្លែងទេទីសេនាសនៈគាត់ពេលហ្នឹងចង្ហាន់វ៉ាន់ចូលនៅរាល់ការចំណាយគឺយើងកណាផ្គត់ផ្គង់ខ្លួនឯងត្រូវមកពីរៀនអីវិញយើងត្រូវដាំឬក៏ធ្វើចង្ហាន់សម្រាប់វាឆាន់ខ្លួនឯងជាប្រចាំថ្ងៃមកកណាពិសេសហ្នឹងគឺផលលំបាកហ្នឹងយើងធ្វើអីជាប្រចាំថ្ងៃណានិយាយទៅជីវភាពប្រចាំថ្ងៃជីវភាពនៅក្នុងក្រុងបាត់ដំបងជីវភាពប្រចាំថ្ងៃហ្នឹងលំបាកព្រោះញាតិញោម
ដោយសារតែញាតិញោមខ្លះក៏អត់ដឹងទេណាញាតិញោមខ្លះក៏អត់ដឹងថាយើងមកនៅក្នុងក្រុងយើងយកពាក្យក្រុងស្ពាយតាមខ្លួនអញ្ចឹងទៅក៏អត់ដឹងថាការរស់នៅក្នុងក្រុងហ្នឹងវាស្រួលឬក៏លំបាកដែរ កណា ប៉ុន្តែជាក់ស្ដែងយើងមកនៅទីនេះទីកន្លែងជួនកោទៅក៏យើងបានស្រួលកន្លែងខ្លះក៏យើងលំបាកហើយនឹងមួយផ្នែកទៀតដែលការដែលគុតគង់ចង្ហាន់ហ្នឹងគឺយើងសឹងថាមួយថ្ងៃទៅមួយថ្ងៃគិត កណា ហៅថាគិតបាទគិតហើយត្រូវភេសជ្ជៈទៀតហើយពេលខ្លះទៅនៅពេលដែលចង្ហាន់ហ្នឹងវាអត់គ្រប់គ្រាន់វាអាចមានអាពាធចឹងដែរ កណា អាចមានអាពាធចឹងតាក់ទងទៅនឹងជីវភាពការរស់នៅហ្នឹងជួបបញ្ហាចង្ហាន់ហើយសឹងតែគ្រប់តព្រះអង្គនឹងឯងតាក់ទងរឿងហ្នឹងណា កណា ឥឡូវចាត់ទុកថារឿងលំបាកចុះឥឡូវចូលសំណួរទី7ហើយនេះទី7ចង់បានជាមតិយោបល់ឬក៏ជាការយល់ឃើញតាក់ទងទៅនឹងប្រយោជន៍នៃពុទ្ធិកសិក្សាហ្នឹងតើពុទ្ធិកសិក្សាហ្នឹងមានប្រយោជន៍អីខ្លះសម្រាប់លោកប្អូនផ្ទាល់ណា កណា សម្រាប់លោកប្អូនផ្ទាល់ណា សារៈប្រយោជន៍នៃការសិក្សាពុទ្ធិកនេះមានអត្ថប្រយោជន៍ណាសម្រាប់ព្រះសង្ឃគួរតែសិក្សាឲ្យបានគ្រប់អង្គព្រោះវាមានអត្ថប្រយោជន៍មែនតើដោយហេតុថាអាចបណ្ដុះបណ្ដាលពីដែលការយើងមិនតបានបួសយើងមានជីវភាពខ្វះខាតមិនអាចនឹងរៀនបន្តអីទៅមុខអញ្ចឹងទៀតទៅយើងអាចចូលមកក្នុងព្រះពុទ្ធសាសនានេះដើម្បីសិក្សារៀនសូត្របន្តផងដែរនៅចំណេះដឹងផ្នែកពុទ្ធិចក្រនិងអនាចក្រ តាក់ទងរឿងលោកប្អូនតាក់ទងពុទ្ធិចក្រអនាចក្រហ្នឹងពុទ្ធិកសិក្សាហ្នឹងនិយាយឲ្យរួមមួយម៉ាត់គេរៀនពីអី រៀនអំពីអវាទរបស់ព្រះអង្គផងរៀនអំពីមុខវិជ្ជាខាងផ្នែកអនាចក្រផងមានពីរផ្នែកមានខាងផ្នែកពុទ្ធិចក្រមានបាលីសំស្ក្រឹតសាសនាប្រៀបធៀបព្រះធម៌ព្រះវិន័យ 5ខាងអនាចក្រ អនាចក្រមានរូបគីមីជីវៈផែនដីខ្មែរកណិតប្រវត្តិកណាភូមិកណារឿងច្រើន ចឹងបានន័យថានៅក្នុងពុទ្ធិកសិក្សានេះពាក្យថាពុទ្ធិកសិក្សាមិនមែនរៀនតែពុទ្ធដីកាទេ កណា មិនចឹងណា កណា មិនមែនរៀនតែពុទ្ធដីកាទេបានន័យថាក្នុងចំណោមហ្នឹងមានអាណាចក្រគេមានយ៉ាងណាយើងថែមទៅទៀត កណាថែម ទៀត សរុបទៅរួមមានដល់ទៅ14មុខឯណោះ 14មុខ កណា អញ្ចឹងតើតងរឿងពុទ្ធិកសិក្សានេះដោយលោកប្អូនលើកឡើងអញ្ចឹងគឺអាចជួយកូនអ្នកដែលខ្វះធនធាននិយាយទៅអ្នកខ្វះធនធានដែលយើងពេញនិយមនិយាយថាកូនអ្នកក្រីក្រអ្នកកំសត់អ្នកដែលខ្វះលទ្ធភាពអញ្ចឹងទៅគឺអាចជាឱកាសមានឱកាសប្រាក់មួយសម្រាប់អ្នកដែលខ្វះខាតហ្នឹងមកចូលបួសហើយរៀនសូត្រអញ្ចឹងបើបួសហើយអត់រៀនក៏អត់បានប្រយោជន៍អីដែរណា រួចឆាប់សឹកហើយបើបួសអត់រៀនកណា ថាបើលោកថាបើបួសអត់រៀនគឺឆាប់សឹកទៅវិញហ្នឹងហើយបើបួសបានរៀនបានសូត្រអីទៅក៏ចេះតែបន្តណាតម្រាំរៀនចប់ហ្នឹងបើបូកសរុបទៅយូរដែរ កណា ទៅលោកប្អូនអញ្ចឹង2015 បួសហ៎ កណា 2015មកដល់ឥឡូវ2025 10ឆ្នាំ កណា អញ្ចឹងចំណាយអាយុពុកភ្នោះហ្នឹង10ឆ្នាំនៅក្នុងភេទជាប្រសង់នឹងឧត្តមភេទក្នុងនាមជាសាមណេរសាមណសិស្សពុទ្ធិកសិក្សាហ្នឹងហើយប្រយោជន៍បន្ថែមទៅទៀតជីវភាពឬក៏ជីវិតរបស់លោកជាចាត់ចូលនៅក្នុងស្រែបុណ្យតាមញាតិញោមបងញាតិញោមតែងតែជ្រះថ្លាប្រគេនចែក4ផ្ញើទានអីចឹងទៅហ្នឹងក៏ជាសារៈប្រយោជន៍មួយហ្នឹងដោយសារតែពុទ្ធិកសិក្សាហ្នឹងឯងជួយដល់លោកអញ្ចឹងមានអីបន្ថែមតាក់ទងនឹងប្រយោជន៍នេះ កណា ណាមាននឹកឃើញអីទៀតទេប្រយោជន៍នៃការរៀន ប្រយោជន៍នៃការរៀននេះផងដែរជាការរក្សានៅពុទ្ធឱវាទឬឲ្យយើងអាចយល់ដឹងនៅពុទ្ធឱវាទរបស់ព្រះអង្គហ្នឹងឲ្យបានស៊ីជម្រៅផងដែរប្រសិនជាយើងជាពុទ្ធសាសនិកមិនបានសិក្សានៅភាសាបាលីឬនៅសាលាពុទ្ធិកទេយើងបើយើងវាពិបាកនឹងយល់អំពីពុទ្ធឱវាទរបស់ព្រះអង្គព្រោះពុទ្ធឱវាទរបស់ព្រះអង្គសុទ្ធតែជាភាសាបាលីទាំងអស់ដែលព្រះអង្គត្រាស់សម្ដែងមកកណា អញ្ចឹងបន្ថែមបន្តិចទៅមិញតាក់ទងរឿងបាលីហើយឥឡូវ កណា បាលីហ្នឹងវាមានសារៈប្រយោជន៍អីខ្លះសម្រាប់យើង សារៈប្រយោជន៍នៃការសិក្សាភាសាបាលីនេះជាឫសគល់នៃពុទ្ធសាសនាយើងនេះឯងដោយសារពុទ្ធឱវាទហ្នឹងក្នុងព្រះត្រៃបិដកដែលមានចែង
110ភាគហ្នឹងសុទ្ធតែជាភាសាបាលីទាំងអស់ហ្នឹង ភាសាបាលី កណារួចមានអត្ថប្រយោជន៍សម្រាប់អ្នកសិក្សាផ្នែកអក្សរសាស្ត្រឲ្យយើងអាចងាយយល់ពីព្រោះថាអក្សរសាស្ត្រខ្មែរយើងមានភាសាបាលីសំស្ក្រឹតហ្នឹងដោយច្រើនទៅហើយអញ្ចឹងទៅយើងអាចស្វែងយល់ឲ្យស៊ីជម្រៅនៅភាសាខ្មែរយើងនឹងដែរ មកឧទាហរណ៍តិចមួយលើកពាក្យខ្មែរមួយមកឧទាហរណ៍តើភាសាចំណុចណាដែលយើងថាជាភាសាបាលីពាក្យខ្មែរ បាលីដូចជា ពាក្យអីនឹកឃើញពាក្យអីឡើយ អភិបាលអីចឹង អភិបាល កណា អញ្ចឹងពាក្យអភិបាលនេះក៏ជាភាសាបាលីប៉ុន្តែយើងយកមកប្រើជាភាសាខ្មែរហ្នឹងដូចជានឹកមាត់ទៅហើយក ណា អានេះបើសិនជាយើងប្រែអភិបាលបានន័យថាម៉េច អភិបាលមានការរក្សាការពារ ការរក្សាការពារហ្នឹងបើមកពីវេញញ័យធាតុបច្ច័យវាមកពីអីអ អ ភិ ភិពពបត អភិពពបតឲ្យប្រែថាម៉េចអភិហ្នឹង ប្រែថារក្សាអភិ អភិប្រែថាក្រៃលែងណាក្រៃ ក្រៃលែ លែ ង ងណាពបីណា កណា ដល់ពេលប៉ាលាក់ហ្នឹងប្រែថារក្សាហ្នឹងហើយបូកចូលគ្នាទៅអភិបាលទៅយើងនិយាយពីអភិបាលខេត្តហ្នឹងណា កណា អភិបាលខេត្តអភិបាលក្រុងអភិបាលកិច្ចអាហ្នឹងហើយជាភាសាបាលីដែលបងលោកលើកឡើងណាតែមានលើកឃើញពីអីទៀតឡើយដែលពាក្យស្រួលប្រចាំណាពាក្យអីទៀតដែលយើងនឹកឃើញពាក្យសាមញ្ញមួយដែលកណាតែងតែនិយាយប៉ុន្តែវាហាក់បីដូចជាបង្ហាញពីពាក្យអក្សរោះប៉ុន្តែគាត់ថាជាពាក្យបាលីទេ កណា ខ្មែរយើងនិយាយថាម៉េចមានមកទោសចុះមានបើកអត់បិទទេខ្មែរយើង កណា ពាក្យបើកគូនឹងបិទមិនត្រូវអញ្ចឹងហ៎ កណា បើកខ្មែរដល់បិទអីគេបិទបាលីបិទៈប្រែតែបិទ ណា ជាបាលីបិទៈបាលីមានបើកអត់បិទហើយមានក្តិតអត់អាចខ្មែរ កណា ដិតយើងមាននិយាយអាក្រក់ស្ដាប់ទៀតយើងយកអត់ជាស្រ័យបងដល់ពេលអាចហ្នឹងភាសាបាលីតាអាចចម្រាក់មែនទេ កណា អាចចម្រាក់ភាសាបាលីតាអញ្ចឹងអ្នកខ្លះទៅសេមកទោសយើងនិយាយជាបាលីណាអ្នកខ្លះសេអាចអត់ត្រូវទេដោយសារបើអ្នកចេះបាលីដឹងថាអាចហ្នឹងមកពីអាចចម្រាក់អញ្ចឹងដល់ពេលស្អីជាខ្មែរអាមាក់ចុងក្រោយហ្នឹងគេតនគិតចោល កណា ដល់ដឹងទេ កណាអស្អាញចមោតនគិត ណាហើយយើងអានថា អាច អត់ទេអានេះជារឿងពិតមែននៅក្នុងនៅក្នុងប្រយោជន៍ភាសាបាលីហ្នឹងអញ្ចឹង កណា ហើយដូចពាក្យខេមរាដូចពាក្យរដ្ឋាហើយដូចពាក្យអីទៀតពាក្យច្រើនណានិយាយទៅណា កណា ដូចពាក្យមេដាដូចពាក្យបៃតាដូចពាក្យច្រើនទៅទៀតអញ្ចឹងបានលោកបងលើកឡើងថាភាសាបាលីហ្នឹងមានសារៈប្រយោជន៍នៅក្នុងការសិក្សាយល់ដឹងអំពីភាសាខ្មែរ កណា ភាសាខ្មែរភាសាបាលីគឺជាឫសគល់នៃភាសាខ្មែរមួយដែរណាឥឡូវមានអីនិយាយតែតងលេខ7ហ្នឹងឯងអស់ហើយនៅ កណាអស់ហើយ គិតថាអស់ហើយណា កណា ឥឡូវបើគិតថាអស់ប៉ុណ្ណេះសិនយើងចាំក្រោយ កណា ណាលើអរគុណលោកបងអូនបើដោតណាបាននេះបានឆ្លើយតាមពិតពីលើមកมันជាអីទេប៉ុន្តែសំខាន់ណាបទពិសោធន៍ឆ្លងកាត់ការសិក្សារៀនសូត្រហើយមួយទៀតរៀបរាប់ពីសារៈប្រយោជន៍ឥឡូវនេះបន្តទៅចូលលោកបងអូនអង្គទៀតឥឡូវបកគលប្រកេនមីក្រូនឹងទៅតែម្ដងណាម្ដុំហ្នឹងទៅ ម្ដង ណាឥឡូវបន្តណាញាតិញោមកណ្ដាលលោកចាស់គ្រប់អង្គជួបលោកអូនកណ្ដាលហើយចង់ដឹងពលាមលោកបន្តិចតើលោកអូនពលាមអីដែរណា កណាសូមក្រាបថ្វាយបង្គំព្រះរតនត្រ័យមានព្រះពុទ្ធព្រះធម៌ព្រះសង្ឃហើយសូមក្រាបថ្វាយបង្គំព្រះគ្រូចាតកាជាព្រះគ្រូចាតកាវត្តឥន្ទ្រាធិបតីហើយវត្តសង្កែនស្ថិតនៅក្រុងបាត់ដំបងហ្នឹងកណាខ្ញុំបកករណាព្រះនាមហងហោន ហងហូនណា ហងហោន ហងហូនហើយបងប្អូនម៉ែនេះ ខ្ញុំបកករណាមានបងប្អូនចំនួន6នាក់ 6នាក់អញ្ចឹង កណា6នាក់ ញោមប្រុសញោមស្រីរៀងចាស់ដែរម៉ែនេះ ចាស់ហើយគ្រូ ណានៅភូមិអីភូមិឃុំអីខេត្តអីអញ្ចឹងណា កណាលោកគ្រូកណាភូមិស្រុកកំណើតនៅភូមិកណ្ដោចាស់ឃុំព្រះដំរីស្រុកស្ទងស្ថិតនៅក្នុងខេត្តកំពង់ធំ អូកំពង់ធំនេះស្រុកមួយគ្រូហាក់សៀងហៃអ្នកល្បីតិចលោកគ្រូមើលទៅប្រគេនបច្ច័យថែមបាទអញ្ចឹងសាធុណា កណាគ្រូ ហើយបួសបានភាសា កណាបើសិនជានិយាយពីការបួស
ខ្ញុំបកករណាបួសមុនដំបូងបួសមកភ្លើងគ្រូ ណា ចឹងបើរកពីវស្សាគឺទៅតែបាន11វស្សាទេគ្រូ 11 កណាគ្រូ អេទៅបាន11ច្រើនហើយ11ទៅបាន11មួយទសវត្សរ៍លើកមួយហ្នឹងណាហើយមកគង់នៅវត្តសង្កែយើងឆ្នាំណា កណាគ្រូកណាមកកងវត្តសង្កែគឺឆ្នាំ2019បើសិនជារាប់មកដល់2025នេះគឺចំនួន6ឆ្នាំទៅ7ឆ្នាំហើយគ្រូកណា ឆ្នាំណាអញ្ចឹងមកតាំងពីថ្នាក់ទី7ហ្នឹង កណាថ្នាក់តាំងពីថ្នាក់ទី7គ្រូ អញ្ចឹង6ឆ្នាំណាឥឡូវដល់សំណួរតកតងរឿងការលំបាកនេះហើយតកតងរឿងការលំបាកនេះយើងអត់អីទេយើងឆ្លើយឲ្យលំបាកខ្លួនឯងហ្នឹងមិនទៅឆ្លើយក ណាលោកគ្រូ ចែកក្នុងនាមជាសាមណៈសិស្សពុទ្ធិកសិក្សាមកដល់ពេលនេះឆ្លងកាត់ការលំបាកអីខ្លះ កណាក្នុងការសិក្សាបតិកវិទ្យាល័យបតិកសិក្សាឆ្លងកាត់អំពីភាពលំបាកនេះគឺមិនមែនទៅតែលំបាកនៅក្នុងនឹងទេគឺលំបាកតាំងពីបឋមសិក្សាតែក្នុងបតិកវិទ្យាល័យ ណា កណាលំបាកពីលំបាកក្នុងបឋមសិក្សាមួយផ្នែកលំបាកនៅក្នុងអនុវិទ្យាល័យមួយផ្នែកហើយនៅក្នុងវិទ្យាល័យហ្នឹងវាលំបាកមួយផ្នែកទៀតកណាក្នុងការសិក្សាបតិកនេះគឺមានចំណុចខ្លះលំបាកមានចំណុចខ្លះក៏រៀងស្រួលព្រោះក្នុងការរស់នៅគឺមានការប្រតិបត្តិប្រធរប្រតិបត្តិអវាទរបស់ព្រះសម្មាសម្ពុទ្ធមានវិន័យជាដើមហ្នឹងហើយក្នុងការសិក្សានេះគឺសិក្សាអំពីមុខវិជ្ជាពុទ្ធចក្រកណាអញ្ចឹងបើសិនជានិយាយអំពីភាពលំបាកនៅក្នុងការសិក្សាគឺមានខ្លះៗដែរគ្រូការលំបាកនៅក្នុងការរស់នៅមករស់នៅក្នុងវត្តនេះមិនសូវជាលំបាកប្រហែលទេគ្រូព្រោះថាលំបាកមានតិចឬមួយក៏ច្រើនហើយពេលខ្លះក៏ស្រួលដែរគ្រូ ណានេះចង់ដឹងថាអីខ្លះនេះអីខ្លះហ្នឹង កណាលោកគ្រូ ជួបបញ្ហាផ្ទាល់ខ្លួនឯងលំបាកហ្នឹងយ៉ាងម៉េច លំបាកក្នុងការដូចជាក្នុងការទៅសិក្សាវាចំណាយពេលធ្វើដំណើរហើយចំណាយពេលជាបច្ច័យ4ត្បិតតែមិនជាចំណាយនៅក្នុងកុហកច្រើនក៏ប៉ុន្តែនៅក្នុងប្រសង់ក៏មានការចំណាយដែរត្បិតតែសាលាសិក្សាមិនជាយកលុយមិនជាអស់ថវិកាក៏ប៉ុន្តែយើងទៅសិក្សារៀនសូត្រគឺមានការចំណាយទៅលើចង្ហាន់នៅសាលានិងភេសជ្ជៈផងដែរគ្រូ ណាអូតើតងចំណាយអាចទេមកជុំមកភាគអីមួយថ្ងៃអស់ប្រហែល មួយថ្ងៃបើសិនជាគិតពីការចំណាយអាចខ្ទង់ 10000 យ៉ាងគ្រូ មួយថ្ងៃ កណាខ្ទង់ 10000 10000 10ថ្ងៃ 10000នឹងមិនបាច់សួរថាបានបច្ច័យមកពីណាទេព្រោះតែសួរទៅពិបាក អញ្ចឹងមួយថ្ងៃអាចចាយចំណាយ 10000 តាមពិតទៅប្រសងបើសិនជាយើងកូនអ្នកស្រុកបើគាត់ទៅរៀនស្មើគ្នានឹងបន្ទុកចំណាយទាំងអស់ឪពុកម្ដាយ កណាលោកគ្រូ ឪពុកម្ដាយដល់ពេលយើងអ្នកបួសមិនថាមិនចង់ពឹងឪពុកម្ដាយមិនគាត់វាអត់មានអីឲ្យយើងមែនទេ ណា ហើយឆ្លងកាត់ទាំងអស់គ្នាដឹងអញ្ចឹងណាញាតិញោមបើចង់ពឹងឪពុកម្ដាយដែរប៉ុន្តែគាត់អត់មានបច្ច័យអាហ្នឹងជីវិតលោកសង្ឃគឺអញ្ចឹងហើយបើអ្នកដែលមានលទ្ធភាពអ្នកដែលមានប្រជាប្រិយភាពទៅញាតិញោមស្គាល់ច្រើនញាតិញោមអាចឧបត្ថម្ភបានញាតិញោមនៅក្រៅញាតិញោមនៅក្នុងអីចឹងទៅគាត់ឆ្លាញ់ជួយចិត្តគាត់ឧបត្ថម្ភចឹងទៅប៉ុន្តែសម្រាប់អ្នកដែលធម្មតាហ្នឹងគឺអត់ទេដល់ច្រើនរស់ដោយស្មងបើរស់ដោយស្មងបិទបាតចឹងទៅយូរបានទៅបនម្ដងអីចឹងទៅនឹងគឺថាត្បិតវាមែនតើនៅក្នុងការលំបាកហ្នឹងអញ្ចឹងនេះជាចំណុចលំបាកជាងគេគឺបច្ច័យហ្មងនិយាយទៅណាបើសិនជាមួយថ្ងៃមានបច្ច័យនឹងសុបាយរៀនបណ្ណាណោះយើងគិតអញ្ចឹងហើយឥឡូវយើងគិតលំបាកអីទៀតនៅក្នុងការឆ្លងកាត់នេះលំបាកអីទៀតមិញលោកអូនលើកឡើងហើយតើតងរឿងការគោរពប្រណិប័តពុទ្ធអវាទពីព្រោះប្រសង់យើងមិនមែនដូចកុហកទេមិនអញ្ចឹងហ៎ កណាលោកគ្រូ ណាត្រូវមានកិច្ចត្រូវធ្វើមានវិន័យមានអីចឹងទៅមិនដើរហៅស្រាចិត្តយើងនិយាយសាមញ្ញអញ្ចឹងណាហើយមិនធ្វើអីស្រាចិត្តទេនៃការរស់នៅក្រោមគេហៅថាវិន័យ
ហើយបូកផ្សំជាមួយនឹងច្បាប់បទជាទីក្នុងអីជាដើមទៀតទៅនឹងជាអ្វីដែលព្រះសង្ឃគ្រប់ព្រះអង្គនឹងត្រូវតែធ្វើតែម្ដងហើយលើកពីហ្នឹងគឺខ្វះខាតញាតិញោមបានលឺហើយអង្គទទូចឬក៏បើកបង្ហាញនៅបទពិសោធន៍គឺខ្វះខាតមែនទេឥឡូវមានអីបន្ថែមចំណុចទី7ហ្នឹងនិយាយពីរឿងការលំបាកមួយទៀតគឺឆ្ងាយពីស្រុកកំណើតគ្រូដោយសារយើងមកសិក្សាក្នុងទីនេះគឺពីកំពង់ធំមកដល់បាត់ដំបងនេះនៅពេលដែលវ៉ាកងឬមួយក៏ឈប់សម្រាកម្ដងមានអារម្មណ៍ថារៀងទៅស្រុករៀងចំណាយច្រើនបន្តិចហើយមានអារម្មណ៍ថារៀងឆ្ងាយពីស្រុកកំណើតគ្រូឆ្ងាយពីស្រុកយើងមកសិក្សាស្វែងយល់ស្រាវជ្រាវព្រះពុទ្ធសាសនាគឺមានការលំបាកកណាអរគុណមានថែមទៀតទេអស់ហើយរឿងឆ្ងាយពីស្រុកហ្នឹងក៏កណាធ្លាប់ឆ្លងកាត់ដែរកណាកំពុងឆ្នាំងកំពុងឆ្នាំងអញ្ចឹងទៅឆ្ងាយហើយការដែលមករៀនហ្នឹងគឺរត់មកតែម្ដងនិយាយជាដដែលអញ្ចឹងគឺរត់មកការទៅបួសរត់ទៅបួសការរៀនរត់មកទៀតហើយដល់ពេលអញ្ចឹងឆ្លងកាត់ការលំបាកជីវិតជាលោកសង្ឃហ្នឹងឡើងស៊ាំហើយលំបាកឡើងស៊ាំហើយมันស្រួលបានទេអញ្ចឹងគេសួរថាមិនបានបើមិនស្រួលព្រមសឹកទៅដោយសារបើយើងនិយាយក្នុងពុទ្ធសាសនាគេហៅថានិស្ស័យណានិស្ស័យអញ្ចឹងទៅយើងពិបាកតែឥឡូវតើតើលេខ6ហ្នឹងអស់ហើយទី7ចង់ដឹងពីសារៈប្រយោជន៍នៃពុទ្ធិកសិក្សាតើមានប្រយោជន៍អីខ្លះសម្រាប់តលលោកឯងតកណាលោកគ្រូសម្រាប់ប្រយោជន៍នៃព្រះពុទ្ធសាសនាកណាជាស្រ័យពុទ្ធិកសិក្សាគឺមានអត្ថប្រយោជន៍ដោយលំចាស់ឆ្លើយអញ្ចឹងមានអត្ថប្រយោជន៍ច្រើនក្នុងការសិក្សាជាពិសេសសម្រាប់ព្រះសង្ឃផ្ទាល់តែម្ដងប្រសិនបើបួសជាព្រះសង្ឃអត់បានសិក្សាគឺមិនធ្លាប់ឆ្លងកាត់ការលំបាកហើយក៏មិនយល់ច្បាស់អំពីសារៈប្រយោជន៍នៃការសិក្សានឹងផងដែរចា៎ណាគ្រូការសិក្សានេះពុទ្ធិកនេះគឺមានអត្ថប្រយោជន៍ច្រើនជាពិសេសបើសិនជាយើងនៅកុហកយើងរៀនបែបកុហកគឺសារៈប្រយោជន៍នៃរៀនខាងនៃអាណាចក្រគឺវាផ្សេងខាងពុទ្ធចក្រគឺផ្សេងកណាលោកគ្រូសារៈប្រយោជន៍គឺបានសិក្សារៀនសូត្រអំពីព្រះពុទ្ធវចនៈមានប្រធរជាដើមដែលមានបានសិក្សាអំពីអភិធម្មជាដើមនឹងគ្រូនេះបើក្រោមនៃសេចក្តីទៅបានន័យថាពុទ្ធិកសិក្សាទី1យើងបាននៅចំណេះវិជ្ជាកណាលោកគ្រូទី2យើងបាននៅក្រមសីលធម៌មែនទេយើងរួមសេចក្តីណាចំណេះវិជ្ជាជំនាញផ្សេងៗយើងអាចទទួលបានហើយបន្តមកយើងមានក្រមសីលធម៌យើងឃើញហើយពុទ្ធិកសិក្សាដោយច្រើនមានប្រសង្ឃកណាលោកគ្រូហើយប្រសង្ឃដោយច្រើនអីយ៉ាបតរបស់លោកគឺល្អណាជាអ្នកមានសិលធម៌ល្អហើយបើសិនជាយើងរៀនបានតែមួយមុខមានតែវិជ្ជាទេជួនកាលអត់មានក្រមសីលធម៌អាហ្នឹងវាមើលទៅមិនល្អអញ្ចឹងហ៎អញ្ចឹងបានន័យថាពុទ្ធិកសិក្សានេះជួយផ្ដល់នៅចំណេះចេះដឹងឬក៏ថាជាថ្នាលបណ្ដុះធនធានប្រសង្ឃហើយទី2គឺតកតងនឹងក្រមសីលធម៌ប្រសង្ឃគឺថាសគុតសគុំល្អជាទីជ្រះថ្លានឹងជាទីជ្រះថ្លាហើយមួយទៀតផ្ដល់ចំណេះជូនដល់ប្រសង្ឃនឹងច្រើនប្រកេតដល់ប្រសង្ឃនឹងច្រើនហើយបន្ថែមរឿងហ្នឹងមានអីទៀតឥឡូវកណាចង់ឆ្លិចតកតងរឿងភាសាបាលីអញ្ចឹងដែរទៅពីព្រោះនៅក្នុងពុទ្ធិកសិក្សាយើងរៀនភាសាបាលីភាសាសំស្ក្រឹតហើយលោកប្អូនខាងនេះក៏លោកបានលើកហើយថាវាជាគ្រឹះស្ថានឬក៏ជាមូលដ្ឋានគ្រឹះនៃការសិក្សាភាសាខ្មែរតាមរយៈហ្នឹងលោកប្អូនមាននឹកឃើញប្រយោជន៍អីផ្សេងទៀតក្រៅពីហ្នឹងកណាលោកគ្រូការរៀនភាសាបាលីកណាសារៈប្រយោជន៍នៃការសិក្សារៀនបាលីក៏វាត្រូវការចាំបាច់ព្រោះថាប្រសង់គឺមានមុខវិជ្ជាភាសាបាលីហើយនិងសំស្ក្រឹតផងដែរគ្រូការសិក្សាមុខវិជ្ជាភាសាបាលីនេះគឺមានសារៈសំខាន់ក្នុងការសិក្សាអំពីពុទ្ធវចនៈមានព្រះត្រៃបិដកព្រះវិន័យព្រះសូត្រព្រះអភិធម្មជាដើមក៏ក្នុងនោះក៏មានភាសាបាលីជាច្រើនផងដែរគ្រូគេថាអញ្ចឹងឥឡូវយើងនិយាយថាគេថាបាលីជាគ្រឹះនៃភាសាខ្មែរកណាលោកគ្រូបើសិនជាយើងចេះបាលីបានច្រើនស្មើគ្នានឹងយើងចេះខ្មែរបានច្រើនអញ្ចឹងហ៎ចេះខ្មែរបានច្រើនតើបើសិនជាយើងចេះខ្មែរច្រើនវាងាយស្រួលក្នុងការសិក្សាមុខវិជ្ជាឬក៏ភាសាផ្សេងទៀតដែរឬក៏យ៉ាងម៉េច
បើសិនជាយើងចេះខ្មែរហ្នឹងច្បាស់ឧទាហរណ៍អញ្ចឹងឬចេះបាលី ក្នុងការបើសិនជាយើងចេះភាសាបាលីក៏ការចំណេះវិជ្ជារបស់យើងក៏វាអាចនឹងរីកចម្រើនទៅតាមនឹងដែរគ្រូ វាងាយស្រួលក្នុងការ ងាយស្រួលក្នុងការសិក្សារៀនសូត្រ ភាសាផ្សេងទៀត កណាមានដូចជាវប្បធម៌ជាដើមនឹងគ្រូ ណាកន្លែងហ្នឹងចេះដែលទាញមកអញ្ចឹងចង់បង្ហើបបំផុសបំផុលឲ្យលោកបងនិយាយដោយសារតែតាមរយៈការរៀនសូត្រនៅភាសាបាលីបើសិនជាយើងចេះពួកបាលីវាមានប្រយោគដូចជាអង់គ្លេសអញ្ចឹងហ៎មានប្រយោគកាត់មានប្រយោគកម្ម ហេតុ មានប្រយោគហេតុមានប្រយោគផ្សេងមានហ្នឹងទៀតប្រយោគភាពប៉ុន្តែដល់ពេលយើងមករៀនភាសាអង់គ្លេសវាមាន active voice វាមាន passive voice ណាមាន active passive បានន័យថាបើសិនជាយើងយល់ប្រយោគនៅក្នុងភាសាបាលីក៏យើងងាយស្រួលរៀនភាសាអង់គ្លេសមែនទេជាលក្ខណៈវេយ្យាករណ៍អញ្ចឹងយើងងាយស្រួលពោះដែលអាចនិយាយអញ្ចឹងបានដោយសារឆ្លងកាត់កណ្ដាលឆ្លងកាត់ណាដោយសារបាលីហ្នឹងក៏អាចថាចេះតិចតួចដែរបន្ទាប់មករៀនភាសាអង់គ្លេសដោយឆាំយល់គ្រូបញ្យល់មកពីព្រោះបាលីនិយាយដូចអង់គ្លេសដែរមានប្រយោគកាត់ប្រយោគកម្មអាហ្នឹងគាត់តែឆ្លៀតរំលេចប៉ុណ្ណឹងទេហើយប្រយោជន៍ដល់ច្រើនទៀតបើសិនជាយើងចេះបាលីស្មើគ្នានឹងភាសាខ្មែរយើងអាចអានហើយយើងប៉ះចំពាក្យលំបាកយើងយល់បានអញ្ចឹងណាលោកគ្រូឧទាហរណ៍ដូចយើងនិយាយពាក្យអធិករហ្នឹងបាលីមែនណាអធិករកតេស័ព្ទនៅហ្នឹងមានកតេស័ព្ទអញ្ចឹងពាក្យកតេស័ព្ទហ្នឹងពាក្យបាលីប៉ុន្តែយើងនិយាយសំអីនិយាយឡើងស្មមែនទេនិយាយថាកុំប្រមាថពាក្យថាកុំប្រមាថហ្នឹងបើសិនជាអ្នកអត់បានរៀនភាសាបាលីទេមិនដឹងទៅសរសេរមួយណាទេព្រោះប្រមាថមានពីរអញ្ចឹងហ៎មានប្រមាថតៈនិងប្រមាថថៈណាអញ្ចឹងហើយមួយទៀតមានពាក្យថ្ងៃមុនកណាសរសេរបង្ហោះហ្នឹងគឺមានពាក្យអត់ធន់ពាក្យអត់ធន់ដែលស្មើតែខន្តីហ្នឹងបើសិនជាអ្នកអត់ដែលរៀនភាសាបាលីទេមិនដឹងធ្វើមួយណាទេអត់ធន់ហ្នឹងជួនកាលអនតបតហើយធោណូបតហ្នឹងវាអត់ធន់ហ្នឹងគឺស្មើគ្នានឹងខន្តីបានន័យថាអត់ទ្រាំហើយមួយទៀតអត់ធន់អនតបតហើយធោណូតទេទេដល់ពេលយើងប្រែថាម៉េចអត់ធន់នោះប្រែថាអត់ទ្រាំអត់មានទ្រាំតែអ្នកប្រែទ្រាំហើយដោយពាក្យធនធានដោយពាក្យសម្បត្តិអីសិតតែបាលីមែនណាអានិសង្ឃអីអញ្ចឹងបើសិនជាយើងអត់ចេះភាសាបាលីទេយើងយកទៅនិយាយពេលខ្លះសឹងតែគ្រប់ម៉ាត់នេះយើងអត់យល់ទេហើយពាក្យហ្នឹងនិយាយរហូតអញ្ចឹងបានអត្ថប្រយោជន៍ភាសាបាលីហ្នឹងគឺធ្វើឲ្យអ្នកសិក្សាផ្នែកពុទ្ធសាសនាហ្នឹងឆាប់បានសម្រេចធម៌អញ្ចឹងបានពីសម័យពុទ្ធកាលមានអ្នកខ្លះគាត់ស្ដាប់ពុទ្ធជាម្ចាស់សម្ដែងត្រឹមមួយគាថាកន្លះគាថាគាត់សម្រេចធម៌ដោយសារតែគាត់ចេះបាលីអញ្ចឹងអ្នកភាសាដល់ពេលយើងត្រូវចំណាយពេលទៅរៀនបាលីហ្នឹងហើយទៅរៀននៅវគ្គទៅស្វែងយល់ពីធម៌ទៀតអញ្ចឹងអត់ងាយចាក់ធ្លុះទេហើយវាអាស្រ័យគ្នានឹងអាយុកាលពុទ្ធសាសនាវាអូបឡាយផងទៅវែងឡាយទៅយើងអត់ស្អាតបានយល់ដែរគុណធម៌របស់មនុស្សជារស័ព្ទចឹងទៅអញ្ចឹងនេះអត្ថប្រយោជន៍នៃភាសាបាលីហើយមានអីបន្ថែមទៀតបងនឹកឃើញអីទៀតទេលោកគ្រូក្នុងការរៀនពុទ្ធកវិជ្ជាពុទ្ធកសិក្សាហ្នឹងគឺរៀនផ្នែកខាងពុទ្ធវចនៈពាក្យទូមានព្រានប្រដៅរបស់ព្រះសម្មាសម្ពុទ្ធព្រះអង្គនិយាយដោយខ្លីគឺមាន3ទី1គឺសពបាបស្សៈករណង្គលោកគ្រូគឺមិនធ្វើបាបទាំងពួងប្រសិនបើយើងអត់បានសិក្សាអត់បានស្វែងយល់អំពីពុទ្ធកៈទេគឺពាក្យពុទ្ធវចនៈពាក្យអវាទគឺយើងសិក្សាបានតិចតែប្រសិនបើយើងបានចូលមកសិក្សាបានបួសចូលមកសិក្សាអំពីពុទ្ធកៈគឺមានការស្វែងយល់បានច្រើនជាងកុហកគ្រូហើយទី2គឺកុសលសោឧបសម្បទាគឺមិនធ្វើបាបទាំងពួងទី3គឺសច្ចតបរិយោតៈបណ្ណគឺសំខាន់គឺការសម្អាតចិត្តឲ្យស្អាតផុតផង់គ្រូណាអរគុណនេះរំលេចចូលពុទ្ធដីកាបន្តិចបងនេះដោយសារតែបានរៀនពុទ្ធិកៈតាមអីហ្នឹងវ៉ាអានហ្នឹងណាបាលីលោកគ្រូបាទអញ្ចឹងបានថាអ្នករៀនពុទ្ធិកៈសិក្សារៀនចេះបាលីអញ្ចឹងទៅគឺអាចអានបត្រៃបិដកឬក៏អានបាលីហ្នឹងអាចថាក្រាន់បើឬក៏ស្រួលជាងអ្នកអត់ឲ្យរៀន
ហើយមួយទៀតយើងមើលឃើញអ្នកដែលអត់សូវបានរៀនពុទ្ធិកសិក្សាហ្នឹងដោយច្រើនគាត់សឹងតែគ្រាន់តែនិយាយភាសាប្រសងអត់ចេះផងតាមពិតប្រសងហើយនឹងប្រសក់នេះនៅក្នុងសង្គមខ្មែរយើងគេហៅថាជាបុគ្គលចែកដៃដូចគ្នាដោយឡែកពីគ្នាអញ្ចឹងយើងត្រូវប្រើពាក្យផ្សេងគ្នាដែរពួកខ្មែរយើងមានរបៀបនៃការនិយាយច្រើននិយាយមួយអ្នកតូចមិននិយាយមួយអ្នកធំមិននិយាយមួយចាស់មិននិយាយមួយប្រសងមិនអញ្ចឹងណាអញ្ចឹងគ្រាន់តែលំដាប់នៃការប្រើប្រាស់ពាក្យហ្នឹងវាទាមទារឲ្យយើងទាំងអស់គ្នានឹងសិក្សាតែបើសិនជាយើងរៀននៅពុទ្ធិកសិក្សាឬក៏យើងរៀនពីប្រសងឧទាហរណ៍អញ្ចឹងបានរៀនពុទ្ធិកសិក្សាប៉ុន្តែយើងស្ដាប់ប្រសងច្រើនយើងអាចចេះឬក៏អានធម៌ច្រើនយើងអាចដឹងអាចយល់ប៉ុន្តែយើងសង្កេតឃើញសប្តាហ៍ញោមញាតិខ្លះគាត់មានបច្ចុប្បន្នវែងហើយមានបច្ចុប្បន្នច្រើនហើយប៉ុន្តែអត់ចាប់អារម្មណ៍រឿងពុទ្ធសាសនាគាត់អត់សូវចេះនិយាយភាសាលោកទេអត់និយាយភាសាលោកគាត់ចែកដាច់ដោយសារគាត់គិតថាគាត់នៅក្មេងអញ្ចឹងទៅអញ្ចឹងនៅក្មេងតន់ចាប់អារម្មណ៍តាមពិតភាសាប្រសង់នៅក្នុងសង្គមខ្មែរយើងហ្នឹងគឺទាមទារឲ្យយើងទាំងអស់គ្នាសិក្សាឥឡូវមានអីទៀតទេប៉ុណ្ណឹងឯងគ្រូកណាអូនឹកឃើញប៉ុណ្ណឹងហ៎ប៉ុណ្ណឹងឯងគ្រូឥឡូវនឹកឃើញប៉ុណ្ណឹងអរគុណណាឥឡូវអរគុណហើយលោកប្អូនហងហូនណានឹកឃើញតកតងទៅនឹងអត្ថប្រយោជន៍ភាសាអត្ថប្រយោជន៍នៃការសិក្សាពុទ្ធិកៈដោយដែលកាលណាញាតិញោមបានស្ដាប់អញ្ចឹងគឺមានប្រយោជន៍ច្រើនឥឡូវយើងបន្តទៅមួយអង្គទៀតកូនពៅចុងក្រោយនៅខាងឆ្វេងដៃខាងនេះខាងស្ដាំដៃណាឥឡូវមុនទទួលណាណាជាបឋមសូមនមស្ការចំពោះរតនៈទាំង3មានពុទ្ធរតន៍ធម្មរតន៍និងសង្ឃរតន៍ដោយសេចក្តីគោរពនមស្ការចំពោះព្រះអង្គគ្រូចតិកាដោយសេចក្តីគោរពផងដែរហើយនមស្ការគុណចាស់ទាំងពីរព្រះអង្គនៅខាងឆ្វេងដៃរបស់ខ្ញុំកណាជាសំណាក់មិត្តរួមថ្នាក់កណាណាលើបន្ទាប់ពីប៉ុណ្ណាមកគេថាខ្លីទៅចូលដល់សំណួរណាក្បាលសំណួរអត់អីបបាក់លោកប្អូនគាត់សួរថាតើលោកប្អូនពនាមអីកណាកណាឈ្មោះទីនពេជ្រណាកណាបងប្អូនម៉ាអ្នកមានបងប្អូន2នាក់តែ2ឯកណា2នាក់បានស្រីឬក៏ប្រុសកណាកូនបងហើយស្រីបើប្អូនអូកូនតិចណាញោមនៅក្មេងអញ្ចឹងហ៎ញោមគាត់ខ្សែអូខ្សែណាហើយនៅភូមិឃុំណាខេត្តណាកណានៅភូមិនីពេជ្រខឃុំនីពេជ្រស្រុកកំពង់ស្វាយខេត្តកំពង់ធំអូកំពង់ធំដែរកណាអូខ្សែស្រឡាយអ្នកប្រាជ្ញហើយបួសប៉ុន្មានឆ្នាំមកដល់ឥឡូវនេះកណាមកដល់ឥឡូវនេះ8វស្សាគ្រូអូ8វស្សាណា8វស្សាគុំនៅវត្តសង្កែយើងឆ្នាំណាកណាចូលមកនៅវត្តសង្កែនេះឆ្នាំ2022លោកគ្រូ2022ដូចជាខែ5ជាមួយដល់នេះជុំអស់គ្នាកណាឥឡូវតើតើរឿងសំណួរសាវតាប៉ុណ្ណឹងហើយឥឡូវចង់ដឹងនេះឆ្លងកាត់ការលំបាកអីខ្លះក្នុងជីវិតជាអ្នករៀនពុទ្ធិកសិក្សាហ្នឹងណាតើរៀនលំបាកអីខ្លះឥឡូវកណានៅក្នុងពុទ្ធភាពលំបាកនៅក្នុងពុទ្ធសាសនាដែលក្នុងពុទ្ធិកសិក្សាការរៀនបាលីកន្លងមកហ្នឹងវាជួបការលំបាកអីខ្លះមានកតាមានច្រើនគ្រូតែមួយសម្រាប់ធម្មតាសម្រាប់ខ្លួនឯងតែមុននឹងឈានចូលមកក្នុងពុទ្ធសាសនានេះមកបួសជានៅក្នុងពុទ្ធសាសនាគឺដោយសារតែខ្វះខាតគ្រូនិយាយរួមគឺហើយមកសិក្សាក៏យើងបានថាមករៀនហើយទីមួយយើងហៅថារឿងលុយកាក់រឿងបច្ច័យអីចៃ4ប្រើប្រាស់អញ្ចឹងគ្រូក្នុងការបន្តការសិក្សាហើយការធ្វើដំណើរទៅរៀនអីក៏សាលាឆ្ងាយហ្នឹងក៏ពិបាកមួយទៀតគឺចំណាយទៅការចំណាយវាទៅលើណាទៅ3កណាយើងមករៀននៅក្នុងក្នុងពុទ្ធិកសិក្សាយើងសិក្សាមិនថាច្រើនមុខជាច្រើនអញ្ចឹងយើងតែរៀនយើងត្រូវការចំណាយលើភេទជ្ជៈអីផ្សេងចង្ហាន់ពេលព្រឹកអីឆាន់ភេទជ្ជៈថ្ងៃឡើងល្ងាចអីចឹងគ្រូណាព្រោះយើងរៀនដូចតែខាងអាណាចក្រដែរគ្រូមានព្រឹកហើយនឹងល្ងាចកណារៀនគួររៀនអីចឹងដូចកណាមានរៀនគួររៀនស្លាបផ្សេងកណាបើសិនជាយើងរៀនតាក្នុងពុទ្ធចក្រនៅក្នុងពុទ្ធកៈក៏អត់អាចរៀនអស់ដូចកុំព្យូទ័រផ្សេងអីយើងអត់បានរៀនក៏អត់ចេះដូចគ្នាកណាគ្រូអញ្ចឹងចំណាយទៅលើការសិក្សានេះច្រើនកណាការចំណាយអាហ្នឹងបញ្ហាហ្នឹងគឺអត់សូវខុសគ្នាបញ្ហា
គឺចំណាយយើងញាតិញោមបានជ្រាបហ្នឹងណាព្រោះលោកសំនឹងគ្រប់កន្លែងគ្រប់វត្តគ្រប់អង្គហ្នឹងគឺត្រូវការចំណាយបងអញ្ចឹងញាតិញោមចូលបច្ច័យច្រើនណា កណា ហ្នឹងហើយឥឡូវមានបញ្ហាអីទៀតនៅក្នុងបញ្ហាហ្នឹងពុទ្ធិកសិក្សាហ្នឹង ដោយជាអត់មានអីទេគឺតែប៉ុណ្ណឹង មាន ក បញ្ ណា ហាធំគឺ កណា យើងនិយាយទៅបច្ច័យទៅ កណាចែក4និយាយចែក4 បច្ច័យ កណាតែប៉ុណ្ណឹងមានទាំងអស់រួមទាំង ការសប្បាយរបស់ព្រះសង្ឃហ្នឹងគឺមានបច្ច័យ4នឹងដែរបើខ្វះបច្ច័យ4បច្ច័យណាមួយគឺលំបាកហើយនៅក្នុងការនៅហើយមិនតែព្រះសង្ឃទេសូម្បីញាតិញោមក៏ដូចគ្នាដែរបច្ច័យ4ខ្វះខាតហើយម្ល៉េះហាមរោព្រឹកខ្វះល្ងាចរោល្ងាចខ្វះព្រឹកហ្នឹងគឺពិបាកដូចគ្នាអញ្ចឹងចាំបានគេហៅថាជីវិតណា កណា តែតស៊ូម្ដងសប្ងៃ កណា ឥឡូវមិនរៀបរាប់ពីការលំបាកហើយប៉ុន្តែលេខ7នេះគេសួរថាតើពុទ្ធិកសិក្សានោះមានសារៈយ៉ាងម៉េចទៅបើលំបាកប៉ុណ្ណឹងហើយនៅតែខំប្រឹងទៀតណា ណាអញ្ចឹងដោយការតស៊ូមកដល់ពេលនេះគឺដោយសារមើលឃើញគុណតម្លៃនៃពុទ្ធិកសិក្សាណាទី1ពុទ្ធិកសិក្សាគឺជាវិស័យអប់រំតាមបែបពុទ្ធសាសនាដែលផ្ដល់មានតាំងពីដើមមកលោកគ្រូមានតាំងពីសម័យដើមមកម្ល៉េះហើយមួយទៀតហ្នឹងដើម្បីបណ្ដុះបណ្ដាលធនធានប្រសង់ដែលក្រីក្រណាមួយទៀតហ្នឹងគឺណាខ្វះខាតហើយនឹងកាត់បន្ថយហៅថាអនក្ខរភាពគ្រូអត្តរអនក្ខរភាពនៅក្នុងសង្គមដែលមិនភាពមិនចាស់អសរអីគ្រូអនក្ខរភាពកណាហើយដោយការផ្ដល់នៅចំណេះដឹងសិលធម៌ហើយមួយទៀតនោះគឺដើម្បីលើកដំកើងដល់សង្គមជាតិហើយនឹងឲ្យតម្លៃដល់ពុទ្ធសាសនាខ្មែរយើងកណា ឡើងចុងក្រោយតាមពិតពុទ្ធិកសិក្សាមិញបងប្អូនតាក់ទងរឿងអក្សរសាស្ត្រអអីឥឡូវយើងមួយទៀតប្រយោជន៍នោះគឺយើងលើកតម្លៃសង្គមមែនទេ កណា សង្គមជាតិសង្គមសាសនារបស់យើងអញ្ចឹងដែលជាតិនិងសាសនាអាចរុងរឿងរីកចម្រើនទៅបានព្រោះតែមានធនធានពីរផ្នែកសំខាន់ទី1អនិច្ចនិងពុទ្ធិចក្រ កណាពុទ្ធចក្រ តែយើងប្រើចក្រហ្នឹងស្មើគ្នានឹងកង់យើងវិល2មែនទេអញ្ចឹងបើមានកង់មួយបែកកង់មួយអត់បែកអត់ទៅមុខទេ កណា ពីឥឡូវមានអីទៀតរៀបរាប់ពីពុទ្ធិកសិក្សាហ្នឹង កណាពុទ្ធកសិក្សាគឺដូចថាបានផ្ដល់ចំណេះដឹងផ្សេងមានច្រើនដែលលោកចាស់ពីរអង្គលើកដើមសិក្សាទៅមាន14មុខណាទាំងពុទ្ធចក្រទាំងអនាចក្រណាទាំងភាសាបាលីសំស្ក្រឹតអីផ្សេងមុខវិជ្ជាដូចទៅគាត់ថាយើងខុសគ្នាពីអនាចក្រគាត់សិក្សាដែរគាត់រៀនមានតែប្រហែលមុខដូចជាកណាបើថាអត់មានបាលីអត់មានព្រះវិន័យអភិធម្មកណាហើយនឹងអត់បានសិក្សាអីផ្សេងតទៅនឹងពុទ្ធវចនៈក្នុងនៅក្នុងណាទាំងពីរដែរយើងទៅសិក្សាដូចជាបព្វជិតអ្នកបួសយើងអញ្ចឹងទៅពុទ្ធចក្រ អញ្ចឹងមកនៅគេចាញ់យើង អាចថា ចាញ់មុខវិជ្ជា ចាញ់តែមុខវិជ្ជាណាតែបើចំណេះដឹងអាហ្នឹងអាស្រ័យអត់ហ៊ានថាអត់ហ៊ានមកគួត ពួកហ្នឹងគេចាញ់មុខវិជ្ជាយើងច្រើនជាង កណាសាយើងច្រើនពោលធម្មតាយើងខាងអាណាចក្រគេប្រឡងដូចជា7មុខហ្នឹងគ្រូ7មុខកណាតែប្រសងយើងដូចជា14មុខហ្នឹងខុសគ្នាដល់4ខាងនោះយើងមានកណិតមានភាសាខ្មែរដូចគ្នាភូមិប្រវត្តិរូបគីមីដូចគ្នាកណា អញ្ចឹងយើងលើកគេយើងលើកគេ ណា ឥឡូវមានអីទៀតរៀបរាប់ពីសារៈប្រយោជន៍ សារៈប្រយោជន៍ដូចខ្ញុំចាស់លើកដល់យើងបានចេះភាសាបាលីគឺយើងជាមូលដ្ឋានគ្រឹះនៃភាសាខ្មែររបស់យើងដែរណាភាសាខ្មែរយើងព្រោះភាសាបាលីបើយើងចេះភាសាបាលីយើងងាយស្រួលក្នុងការអានងាយស្រួលក្នុងការថាបាលីមានវេយ្យាករណ៍ដែរចឹងគ្រូភាសាខ្មែរយើងក៏មានវេយ្យាករណ៍ណាបើយើងយល់ភាសាបើយើងចេះវេយ្យាករណ៍បាលីច្បាស់ខ្មែរយើងក៏យើងចេះដូចគ្នាហើយភាសាផ្សេងបរទេសអីក៏មានវេយ្យាករណ៍មានអីដូចគ្នាណាបើយើងចេះយើងងាយស្រួលក្នុងការសិក្សាមុខវិជ្ជាផ្សេងកណាគ្រូ អរគុណណាស់ កណាដោយឧទាហរណ៍ថាបើយើងអ្នកកាន់ពុទ្ធសាសនាយើងអត់ចេះភាសាបាលីយើងសិក្សាមិនយល់ព្រោះនៅក្នុងគម្ពីរនៅក្នុងសភៅអត្ថកថាអីគឺសុទ្ធតែភាសាបាលីគ្រូភាសាបាលីទាំងអស់បើយើងអត់ចេះអានយើងមើលមិនយល់មើលតែខ្មែរដូចគ្រូលើកខាងដើមមិញថាការសម័យពុទ្ធកាលដាក់ពុទ្ធសំដែងអង្គខ្លះស្ដាប់គាថាតែ2គាថា3គាថាអាចសម្រេចដល់ធម៌កណាអញ្ចឹង យើងវាអត់យល់អត់យកកណាអត់យកបាលីអានដោយភាសាបាលីពាក្យថាហើយញោមគាត់ជាទូទៅគាត់ប្រើថាពាក្យថាបុនហ្នឹងអាហ្នឹងមកភាសាដើមភាសាបាលីហ្នឹងណាសំស្ក្រឹតសំស្ក្រឹតបុននេះប៉ុន្តែសំស្ក្រឹតហើយភាសាបញ្ញៈភាសាបាលីកណាភាសាខ្មែរយើងប្រើថាម៉េចថាសេចក្តីល្អដែរដែលគួរធ្វើកណាអីគេអត្តនោសន្តានងបណាតិសោថេតេតិបញ្ញងអញ្ចឹងទៅណាគ្រូធម្មជាតិឯណាដែរណាបើយើងអត់បានរៀនអត់បានសិក្សាក៏យើងអត់អាចដឹងបានដែរអញ្ចឹងគឺ
មានតម្លៃមានសារៈសំខាន់មានសារៈប្រយោជន៍សំខាន់សម្រាប់យើងអ្នកកាន់ពុទ្ធសាសនាសម្រាប់ព្រះសង្ឃជាភាសាព្រះសង្ឃយើងណាដើម្បីបណ្ដុះបណ្ដាលធនធានព្រះសង្ឃចំណេះដឹងហើយដើម្បីជួយលើកតម្កើងដើម្បីចែករំលែកនៅបទពិសោធន៍ចែករំលែកចំណេះដឹងទៅដល់សង្គមខ្មែរយើងណាលោកគ្រូណាហើយមួយវិញទៀតជាភាសាសំខាន់ខាងក្រោយនេះគឺក្នុងយើងអ្នកកាន់ពុទ្ធសាសនាយើងទៅតែលើកតម្កើងដូចជាឲ្យតម្លៃនៅពុទ្ធសាសនាខ្មែរយើងជាងសិក្សានឹងឲ្យបានច្រើន សាសនាយើងខ្មែរកាន់ច្រើន%មែនទេ មកទៅពេលបច្ចុប្បន្នដូចជា 95% គឺពុទ្ធពុទ្ធសាសនាប្រជាជនខ្មែរយើងកាន់ពុទ្ធសាសនាច្រើន 95% មកដល់បច្ចុប្បន្នពីមុនយើងតែ 90% ហើយច្រើនជាងប្រទេសផ្សេងណាដូចជាធម្មតាប្រទេសព្រះអង្គផ្ទាល់ណា ចឹងយើងចេះពុទ្ធសាសនាមានសារៈប្រយោជន៍ហើយពុទ្ធិកសិក្សានេះបើសិនជាសារៈប្រយោជន៍ខ្លាំងមែនទែនគឺជួយជាតិនឹងសាសនា កណាជួយជាតិនឹងសាសនា ហើយឥឡូវមានអីទៀតទេដែលគិតថាសំខាន់ទៀតទេ កណាមានសំខាន់ដូចជាបើគេទៅដូចតែប៉ុណ្្នឹងគឺទៅមួយយើងបានផ្ដល់ចំណេះដឹងឲ្យដេញពីនោះមកវិញបើថាអស់ណា កណា បើថានឹកឃើញអស់ឥឡូវដេញពីនោះមកវិញយើងរៀបរាប់ពីសារៈសំខាន់នៃពុទ្ធិកសិក្សាឥឡូវយើងចង់សំណូមពរទៅដល់ញាតិញោមពុទ្ធបរិស័ទឲ្យគាត់គេហៅថាជ្រុំជ្រែងពុទ្ធិកសិក្សាបែបមិនខ្លះ កណា ដើម្បីឲ្យមានដំណើរល្អប្រសើរទៅមុខទៀត កណាដើម្បីឲ្យដំណើរនៅពុទ្ធិកសិក្សាឲ្យមានការរីកចម្រើនទៅមុខគឺជាពិសេសញាតិញោមពុទ្ធបរិស័ទទាំងអស់គ្រប់ទិសទីនិងទូទាំងប្រទេសនិងទាំងក្នុងនិងក្រៅប្រទេសគឺទៅការជ្រុំជ្រែងជួយណាផ្ដល់ដូចជាហៅថាបច្ច័យទាំងឡាយ4មានបច្ច័យមានអីចឹងដែរដើម្បីឲ្យព្រះសង្ឃបានប្រើប្រាស់បន្តក្នុងការបន្តការសិក្សាដើម្បីជួយសង្គមយើងឲ្យផ្ដល់ចំណេះដឹងអីផ្សេងដល់តាមធម្មបច្ចុប្បន្នខ្ញុំផ្សព្វផ្សាយតាមគេគឺតាមសម័យនេះ digital ណាផ្សព្វផ្សាយទៅតាមណាតាមប្រព័ន្ធសង្គម Facebook អី YouTube អីផ្សេងណាទោះបីរៀននៅបាត់ដំបងតែមែនប៉ុន្តែការផ្សព្វផ្សាយទៅលំទលាយគឺសម័យបច្ចុប្បន្ន ជាយើងសំណូមពរញាតិញោមបានចាប់អារម្មណ៍ណា កណាជួយ សិក្សា ព្រោះ ដូចយើងទៅប្រឡងហ្នឹងចឹងញាតិញោមគាត់ជួយ ណាដូចចឹងអរគុណដល់ញាតិញោមដែលបានជួយណាក្នុងការប្រឡងជំជ្រែងនៅសាលា ការមកសាលាហ្នឹងជាង 10000 យើង បានច្រើន ជាង 10000 ហើយអានេះចូល 1,20,000 ទៀតអូច្រើនណាស់ ច្រើនណាស់គ្រូ ចឹងឲ្យញាតិញោមហ្នឹងកាន់តែចាប់អារម្មណ៍ចំពោះពុទ្ធិកសិក្សាពុទ្ធិកសិក្សានេះមិនមែនសិក្សាទៅប្រសងប្រសក់ក៏គេទៅរៀនដែរបើសិនជានេះ បើសិនជាអាចមានពេល ណាដែលយើងសាកលវិទ្យាល័យ ផ្សេងហានរាជមានកណា នៅតម្រៃសអីចឹង ហ្នឹងគឺជួយច្រើនជួយដល់ជាពិសេសជួយដល់អ្នកក្រីក្រហើយជនក្រីក្រដែលខ្វះលទ្ធភាពមិនអាចបែរថាទៅបន្តការសិក្សា មិនយើងនិយាយទៅវិទ្យាល័យ កណាគ្រូ ដល់ពេលយើងអាចចប់ទៅមុខទៀតយើងរៀនដល់ មហាវិទ្យាល័យទៀតណាមានសាលាប្រសិទ្ធហានរាជដែលអាចជួយដូចជាក្នុងនោះជួយច្រើនសិស្សដែលរៀនគឺយកតិចគ្រូក្នុងមួយឆ្នាំដូចជា$20 ណាយកថាវិការតិចហើយ បើសិនជាយើងខ្វះកង់ គេសាលាជួយ រែងជនជួយទៀត កណា ហើយសិស្សស្រីគេរកកន្លែងឲ្យនៅទៀត កណាហើយមួយមានកអីប្រចាំដូចជាហ្នឹង ហើយតាមរយៈពុទ្ធិកសិក្សាសេនារាជសហការជាមួយព្រះមន្ត្រីសង្ឃធ្វើកម្មវិធីជួយអ្នកជំងឺរាជ កណាគ្រូ អញ្ចឹងហ៎ កណា ហ្នឹងហើយអញ្ចឹងផលបានមកពុទ្ធិកសិក្សាហ្នឹងអញ្ចឹងយើងយកឃើញពីសារៈប្រយោជន៍ក៏ អញ្ចឹងហើយគុណតម្លៃទាំងកណាគ្រូគុណតម្លៃទាំងអស់នេះគឺបានពីញាតិញោមហ្នឹងឯងហើយពុទ្ធសាសនាយើងអាស្រ័យគ្នាជាមួយនឹងពុទ្ធបរិស័ទអញ្ចឹងគ្រូព្រះសង្ឃ ទៅវិញទៅមក កណាតអ្នកអាស្រ័យគ្នាទៅវិញទៅមក ជាព្រះសង្ឃមិនព្យាយាមចែកម្លែកនៅធម្មទានទេញាតិញោមអត់យល់ទេ កណា អញ្ចឹងញាតិញោមយល់អាស្រ័យគ្នានឹងព្រះសង្ឃ កណា ព្រះសង្ឃចេះដឹងធម៌ច្រើនទៅចែកម្លែកតកតងទៅនឹងការទៅធម្មទានញាតិញោមយល់ចឹងទៅគាត់ចែកម្លែកទ្រព្យដែលគាត់មានក ណា ចូលរួមយើងវិញអញ្ចឹងវាអាស្រ័យគ្នាទៅវិញមក កណា អញ្ចឹងចំណេះដឹងនេះល្អឥឡូវសុំបន្តបងប្អូនបន្តិចតកតងរឿងសារៈប្រយោជន៍ហ្នឹងវាមានហើយយើងរៀបរាប់អស់ហើយអញ្ចឹងយើងសនំពរបែបមួយទៀតដើម្បីឲ្យមានការចាប់អារម្មណ៍និងលើកទឹកចិត្តឲ្យនឹងជួយមកលើពុទ្ធិកសិក្សា កណាលោកគ្រូក្នុងពុទ្ធិកសិក្សានេះគឺក្នុងភេទជាប្រសង្ឃគឺมันអាចបោះបង់ចោលបានទេប្រសង្ឃ
រស់ព្រះសង្ឃមានព្រះសង្ឃនៅបានក៏ដោយសារអាស្រ័យនៅពុទ្ធបរិស័ទជាច្រើនមកដែរមានចង្ហាន់បណ្ឌបាតណាមានចង្ហាន់បណ្ឌបាតជាអាស្រ័យពឹងពាក់ទៅដល់ញាតិញោមជាពុទ្ធបរិស័ទហើយព្រះពុទ្ធសាសនានេះគឺការសិក្សាអំពីធម្មជាតិត្រាស់ដឹងនៅធម្មជាតិពិតកណាអញ្ចឹងហើយញាតិញោមជាពុទ្ធបរិស័ទគឺនៅពេលដែលជួបទុក្ខគឺពធអាចរំងាប់បានគឺមកពឹងពាក់ប្រសង់ជាអ្នកព្យាបាលអញ្ចឹងទៅកណា ហើយដល់ពេលអញ្ចឹងនេះសំខាន់នេះដល់ពេលយើងពុទ្ធិកសិក្សាយើងនៅជ្រកក្រមលោកពុទ្ធិកអញ្ចឹងហើយមានសារៈមានប្រយោជន៍ជួយដល់ជាតិជួយដល់សាសនាអញ្ចឹងពាក្យថាជាតិមួយម៉ាត់វាទាំងអស់គ្នាមែនទេកណាលោកគ្រូគ្នាអញ្ចឹងដើម្បីវិភាគទានខ្លះនេះយើងចង់ឲ្យញាតិញោមថាតើឲ្យញាតិញោមគាត់ជួយអីខ្លះមកយើងវិញមិនជួយមកយើងទាំងអស់គ្នានឹងគេហៅថាបុគ្គលឯកជននេះតេតងនឹងពុទ្ធិកសិក្សាតែម្ដងទូទាំងប្រទេសកណានឹងឲ្យគាត់បែរភ័ក្រងាកមកចាប់អារម្មណ៍ពុទ្ធិកសិក្សាហ្នឹងយ៉ាងម៉េចក្នុងចិត្តណាក្នុងចិត្តខ្លួនឯងណាកណាចង់យ៉ាងម៉េចជួយទំនប់បំរុងប្រសង់សិក្សារៀនសូត្រជាពិសេសប្រសង់សិក្សាអំពីពុទ្ធវចនៈណាពុទ្ធអាវាទកណាពុទ្ធអាវាទសាលាពុទ្ធចក្រជាដើមនឹងគ្រូណាឥឡូវអរគុណប្រពន្ធដូនដំប្រពន្ធមានអីជាការសំណូមពរដល់ញាតិញោមនេះសំណូមពរបើសិនជាញាតិញោមចង់ឲ្យវិស័យខាងពុទ្ធិករីកចម្រើនមានតែការឧបត្ថម្ភឯងមានតែការឧបត្ថម្ភគណៈឧបត្ថម្ភមកដល់ប្រសង់ដែលជាអ្នកសិក្សារៀនសូត្រនៅពុទ្ធិកព្រោះថាជាអ្នកស្វែងយល់អំពីពុទ្ធវចនៈរបស់ព្រះអង្គផងអញ្ចឹងទៅអាចរក្សានៅព្រះសាសនារបស់ព្រះអង្គនោះឲ្យមានការយូរអង្វែងទៅតាមនឹងដែរណាឥឡូវប៉ុណ្ណឹងចុះអរគុណចង់បានមតិបញ្ញាចិត្តតិទៅប្រឡងយ៉ាងម៉េចឥឡូវនេះដេញទៅចេះវិញដេញទៅសំបញ្ញាចិត្តបញ្ញាចិត្តនឹងខិតខំមុខវិជ្ជាណាដែលចេះធ្វើអស់ពីសមត្ថភាពដែលខ្លួនមានណាបើចេះតាមលទ្ធភាពតាមសមត្ថភាពកណាបើចេញសំណួរមកបែបម៉េចក៏ត្រូវតែធ្វើដែរណាបញ្ញាចិត្តមួយណាបញ្ញាចិត្តទៅមុនបញ្ញាចិត្តកណាបញ្ញាចិត្តការទៅប្រឡងនឹងយ៉ាងម៉េចខ្ញុំបកណាបញ្ញាចិត្តទៅប្រឡងមានតែខំប្រឹងទេតែពេលប្រឡងយើងដឹងស្រាប់ហើយគឺខ្លួនមួយទីពឹងខ្លួនមួយគឺកណាអត្តាហេអត្តនោនេថោណាបញ្ញាចិត្តថាជ័យលាភីមកបានហ៎ជ័យគេមិនហ្នឹងជោគជ័យហ៎បញ្ញាចិត្តថានឹងព្យាយាមឲ្យអស់ពីសមត្ថភាពណាកណាដែលខ្លួនមានក្តីហើយសហការមានក្តីហ៎ណាគ្រូហ្នឹងឯងអពេចបញ្ញាចិត្តយ៉ាងម៉េចឡើយបញ្ញាចិត្តសូមបញ្ញាចិត្តថានឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពនៅក្នុងការប្រឡងនៅថ្ងៃទី21នេះមិនថាលទ្ធផលបែបណាគឺទទួលយកប៉ុន្តែនឹងខំប្រឹងឲ្យអស់ពីសមត្ថភាពណាឥឡូវដេញពីនោះមកវិញយើងអរគុណហើយនឹងជូនពរវិញតិចកណាអញ្ចឹងជាចុងក្រោយសូមអរគុណដល់លោកគ្រូមុននេះដល់លោកគ្រូនិងញាតិញោមពុទ្ធបរិស័ទដែលជាម្ចាស់សទ្ធាក្នុងការចូលរួមប្រកេនហ្នឹងលោកគេចែក4ដល់សមណសិស្សដែលទៅប្រឡងណាអញ្ចឹងសូមអរគុណដល់ញាតិញោមទាំងអស់គ្នាសូមឲ្យជួបតែពុទ្ធពរទាំងឡាយ4ប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីគ្លៀងគ្លាតឡើយកណាជាពិសេសអង្គគ្រូសូមគេលោកគ្រូឲ្យគង់នៅក្នុងទីនេះបានយូរអង្វែងហើយណាមានព្រះសុខភាពល្អណាហើយជាពិសេសខាងក្រោយលោកគ្រូជួយសមណសិស្សផ្សេងទៀតដូចគេថាដែរណាដូចលោកគ្រូលើកអញ្ចឹងថាការទៅប្រឡងដែលយើងខ្វះខាតក៏ពិបាកគឺធៀងធងទៅស្រាលខ្លួនហ្នឹងថាយើងមានបច្ច័យតិចក្នុងខ្លួនពេលយើងទៅមានរបស់យើងទៅឆាន់ត្រូវចំណាយអីផ្សេងយើងអត់ក៏ពិបាកអញ្ចឹងលោកគ្រូកណាការធ្វើដំណើរកណាហ្នឹងសូមអរគុណចង់ឲ្យលោកបានមកអត់អីបានតែមួយបានណាណាឥឡូវយើងនិយាយមកច្រើនហើយតែ10សំណួរសោះបែកអូហូស្ទឹងណាហើយញាតិញោមពុទ្ធបរិស័ទកាលណាគុណចាស់គ្រប់ព្រះអង្គតាមពិត
វត្តសង្កែអត់សូវបានជួបជុំប្រសងចឹងទេប៉ុន្តែនេះដើម្បីជាការជូនដំណើរដល់សាមណៈសិស្ស3ព្រះអង្គរួមជាមួយគ្នានឹងទូទាំងខេត្តបាត់ដំបងយើងទៅប្រឡងនៅរាជធានីភ្នំពេញនៅថ្ងៃស្អែកសរុបទៅ58ហើយមានការសាកសួរតាក់ទងទៅនឹងសារៈប្រយោជន៍នៃការសិក្សាពុទ្ធិកសិក្សានឹងមានតម្លៃកណាញាតិញោមពុទ្ធបរិស័ទទាំងអស់គ្នាគឺក្នុងនាមជាអ្នកពុទ្ធិកសិក្សានឹងដើរតួជាថ្នាលបណ្ដោះបណ្ដាលធនធានប្រសង់ឬក៏យើងនិយាយឲ្យស៊ីជម្រៅទៀតគឺកូនអ្នកក្រីក្រកំសត់ហើយញាតិញោមពុទ្ធបរិស័ទរឿងការចិញ្ចឹមកូននេះគឺល្អញាតិញោមណាបើចិញ្ចឹមបានល្អហ្នឹងកូនហ្នឹងក៏លងធัวបើញាតិញោមចិញ្ចឹមកូនមិនល្អទេកូនហ្នឹងប្រកាសជានាំបញ្ហាឲ្យដល់ញាតិញោមវិញអញ្ចឹងនៅក្នុងសង្គមរបស់យើងវាមានរូបភាពពីរទី1អ្នកមានទី2អ្នកមិនសូវមានអ្នកខ្សត់អញ្ចឹងនៅក្នុងសង្គមខ្មែរយើងគឺអាផ្លូវមួយដែលអាចជួយអ្នកខ្វះខាតធនធានបានហ្នឹងគឺមកបួសយើងនិយាយអញ្ចឹងចុះអ្នកបួសមិនជាអ្នកមានទេមែនទេបើមានអត់មកនិយាយត្រង់អញ្ចឹងពីដើមមកណាបងហើយបន្ទាប់ពីយើងបានសិក្សាស៊ីជម្រៅទៅបានស្រឡាញ់ចូលចិត្តនៅក្នុងភេទជាសង្ឃនឹងបានយូរហើយអ្នកបួសត្រូវបូកជាមួយនឹងការសិក្សាបើបួសហើយមិនសិក្សាទេគឺអត់នៅបានយូរទេអញ្ចឹងដូចលោកប្អូនគ្រប់ព្រះអង្គអញ្ចឹងយ៉ាងហោចណាស់ក៏10ភាសា7 8ភាសា10ភាសាឡើងអញ្ចឹងគឺបានសិក្សារៀនសូត្រច្រើនហើយញាតិញោមមានកូនដែលខ្វះញាតិញោមមានកូនហើយខ្វះធនធានញាតិញោមយកទៅផ្ញើជាមួយនឹងវត្តណាដែលមានការសិក្សារៀនសូត្រណាបងបើនៅក្នុងបាត់ដំបងយើងវត្តដែលមានកូននេនច្រើនមានវត្តស្លាកែតវត្តទួលថ្នោតជុំអញ្ចឹងណាថ្នោតជុំហើយវត្តផ្សេងទៀតស្វាយដង្គមបងអញ្ចឹងជាកន្លែងដែលបណ្ដោះបណ្ដាលទទួលកូនរបស់ញាតិញោមយកមកសិក្សារៀនសូត្រហើយជាការសិក្សានេះគឺជារឿងល្អមធ្យោបាយក្នុងការកែប្រែនៅមនុស្សល្ងងទៅជាមនុស្សអាចចេះដឹងបានទោះបីជាថាយើងមើលមិនឃើញពីអនាគតក៏ពិតមែនអ្នកខ្លះបានរៀនហើយទៅវិញវាអត់សូវបានផលយ៉ាងម៉េចក៏ដោយប៉ុន្តែសំខាន់យើងរៀនសិនមែនទេយើងរៀនសិនហ្នឹងហើយរៀនសូត្រសិនកណាឃើញនៅក្នុងសភៅមួយស្រីហេតោប្រទេសអានប៉ះថ្ងៃមិញគេនិយាយថាកូនដែលកើតហើយកូនដែលនៅក្នុងផ្ទៃម្ដាយហើយស្លាប់គេនិយាយចឹងស្លាប់នៅក្នុងផ្ទៃម្ដាយ1ហើយកូនដែលកើតភ្លាមស្លាប់ភ្លាម2ហើយកូនមកពួកទៀតកើតមកឲ្យល្ងងបានន័យថាអត់រៀននឹងឯងណាអញ្ចឹងនៅក្នុងស្រីហេតោប្រទេសហ្នឹងគេប្រៀបធៀបគ្នាកូនទី2ពីពួកខាងដើមហ្នឹងគឺមានគេហៅថាធ្វើឲ្យឪពុកម្ដាយហ្នឹងលំបាកប្រសើរជាងឬក៏តិចជាងកូនដែលកើតមកឲ្យល្ងងបានន័យថាកូនខ្លះកើតមកហ្នឹងគាត់សុខភាពមិនល្អឬក៏បន់គាត់តិចគាត់ស្លាប់ក្នុងផ្ទៃអញ្ចឹងណាកូនខ្លះគាត់កើតមកភ្លាមសុខភាពគាត់អត់ល្អគាត់ស្លាប់បានន័យថាគាត់កើតដែរប៉ុន្តែស្លាប់ហើយកូនពីរហ្នឹងគឺប្រសើរជាងកូនដែលកើតមកហើយរស់ដល់បច្ចុប្បន្នហើយល្ងងណែចុះយើងគាថាសំស្ក្រឹតមួយមិនពោលថាម៉េចមានកូនមិនឲ្យកូនសូត្ររៀនចំណេះរបៀនការនានាអត់ចេះបល័យហ៎សូត្រចាំសំស្ក្រឹតចេះហ៎មើលដាក់បន្តិចមើលកន្លែងណាមាតាពេត្រុបេតាវៃរីយេអ្នកប៉ាឡោអ្នកប៉ាទីតាសអ្នកសោផតេសមាយសេហឹងសមចេបកោយថាមានកូនមិនឲ្យកូនសូត្ររៀនចំណេះរបៀនការនានាមេដាលោកថាវេរាបៃតាទុកជាសត្រូវធំណាកូនពេញរូបពាលកូនពេញរូបពាលពតមិនឡើងហៅថាមិនកើនក្នុងជំនុំប្រៀបដោយកុកត្រូនក្នុងទ្រនុំកណ្ដាចំណុំនៃរាជហង្សណាគ្រូណានៅក្នុងឃើញអ្នករៀនសំស្ក្រឹតបល័យមានសារៈប្រយោជន៍ចឹងបានខ្លឹមសារទ្រឹស្ដីល្អយកមកអប់រំទុំចិត្តញាតិញោមបានដឹងណាចឹងអ្នកដែលមានកូនហើយមិនឲ្យកូនសូត្ររៀនហ្នឹងគឺជាសត្រូវបើមេដាលោកថាជាសត្រូវណាហើយដល់ពេលឪពុកបៃតាទុកជាសត្រូវមេដាលោកថាជាអីមេដាលោកថាជាវេរីហ៎ជាវេរីបានន័យថាជាពៀវេរីនឹងគ្នានឹងកូនដល់ពេលបៃតាលោកទុកជាសត្រូវធំមិនចឹងនិយាយអញ្ចឹងចេះនឹកឃើញរឿងក្នុងពុទ្ធសាសនាអ្នកខ្លះសម័យព្រះមាននឹងសម័យណាទេប៉ុន្តែដឹងថាមានសេដ្ឋីខ្លះគាត់មានកូនទោលតែមួយហើយគាត់មានទ្រព្យច្រើនបានន័យថាគាត់
គាត់គេហៅថាគិតគូតាក់ទងទៅនឹងទ្របហើយនឹងកូនរបស់គាត់ណាគាត់គិតថាមានកូនតែមួយអញ្ចឹងមិនបាច់ឲ្យកូនគាត់ទៅលំបាកនៅក្នុងការសិក្សាទេទ្របសម្បត្តិដែលគាត់មានប៉ុណ្ណឹងណាកូននឹងសុបាយមួយជីវិតមិនអញ្ចឹងដែរទេដល់តែពេលក្រោយមកទៅរកមនុស្សស្រីជាប្រពន្ធហ្នឹងឲ្យកូនហ្នឹងអាប្រពន្ធហ្នឹងក៏គ្នាមានការរៀនសូត្រដែរហើយមានចំណេះចេះដឹងហើយទ្រព្យសម្បត្តិស្ទើរ80កោដនោះដឹងប្រហែលទេណោះជាខ្មែរដឹងតែ80កោដហើយពីរអ្នកប្តីប្រពន្ធហ្នឹងចាយអត់តាន់បានមួយជីវិតផងគាត់លេងលបែងខ្លះទៅគាត់ប៉ាវគេផឹកស៊ីខ្លះទៅអញ្ចឹងទ្រព្យសម្បត្តិសងខាងឪពុកម្ដាយហ្នឹងនាំឲ្យគាត់ទាំងពីរហ្នឹងទៅជាអ្នកសុំទានគេមិនអញ្ចឹងទៅជាអ្នកសុំទានគេតាចឹងបានពាក្យគេបច្ច័យថាម៉េចអាកើតហើយគង់ងាប់វិញអត់ដែរអញ្ចឹងយើងចាយឲ្យសុបាយចិត្តណាមានទ្រព្យមានសម្បត្តិចាយឲ្យសុបាយចិត្តទៅបានន័យថាពាក្យហ្នឹងស្មើគ្នានឹងអត់កុំឲ្យគិតអីចាយទៅឲ្យសុបាយចិត្តមកគង់ងាប់យកទៅមិនបានគេថាអញ្ចឹងហ៎ងាប់ទៅយកទៅមិនបានដល់ទៅពេលអត់ទាន់ងាប់ហ៎អស់មុនណាដូចសិទ្ធិពីរអ្នកអញ្ចឹងប្តីពុនឥឡូវនេះលើកឡើងហ្នឹងដើម្បីសរុបសេចក្តីសារៈប្រយោជន៍នៃភាសាពុទ្ធិកៈរបស់យើងសារៈប្រយោជន៍នៃពុទ្ធិកៈដែលខ្ញុំកណាព្រមទាំងលោកប្អូន3ព្រះអង្គរៀបរាប់មកយូរដែរចេះតែជក់មន់1ម៉ោងជាងនេះណាអ្នកមើលយើងអត់ដឹងទេប៉ុន្តែសំខាន់យើងបានយូរដែរបានជាឯកសារទុកសម្រាប់វត្តសង្កែរបស់យើងក៏ដូចជាសារមួយចែករំលែកដល់កណ្ណាញាតិញោមពុទ្ធបរិស័ទញាតិញោមខ្លះគាត់អត់ដឹងពីទុក្ខលំបាករបស់ព្រះសង្ឃទេញាតិញោមខ្លះគាត់គិតថាព្រះសង្ឃក្នុងក្រុងដូចជាមិនលំបាកទេគាត់ហួសទៅឆ្ងាយអញ្ចឹងណាតាមពិតបើស្ដាប់ការលូលតំជួបមួយលូមួយព្រះសង្ឃក្នុងក្រុងអញ្ចឹងណាលូទាំងពិចារណាការរហូតគ្រូសូត្រឆ្វេងស្ដាំរហូតដល់កូននេនតូចដោយសារអីដោយសារតែអត់ហ្នឹងឯងបានលូឥឡូវការរៀបរាប់មកប៉ុណ្ណេះបានជាពន្លឺភ្លឺស្វាងដល់ញាតិញោមខ្លះដែលគាត់អត់ដឹងទីពីរទៀតដើម្បីសម្ដែងនៅកតញ្ញុតាធម៌ចំពោះញាតិញោមដែលគាត់បានជ្រះថ្លាចូលរួមឧបត្ថម្ភជាបច្ច័យ4តាមរយៈខ្ញុំគណៈអាត្មាភាពទុកជាបច្ច័យ4ផងទុកជាការចាត់ចែងផ្សេងនិយាយជារួមបច្ច័យទាំងអស់ហ្នឹងគឺប្រកេនទៅលោកប្អូនក្នុងនាមជាបច្ច័យ4លោកយកទៅធ្វើអីធ្វើទៅបងបច្ច័យទាំងឡាយ4ហ្នឹងគឺមាននេះដាក់នៅក្នុងស្រោមសម្បត្តិហើយស្រេចហើយប្រកេនទៅត្រូវរាប់នៅនឹងដែរណាដើម្បីកុំឲ្យយកទៅហើយវាខ្វះខាតហើយមកទាវិញអញ្ចឹងណាឥឡូវប្រកេនជូនបនដល់កណ្ណាគុណចាស់ញាតិញោមពុទ្ធបរិស័ទគ្រប់រូបគ្រប់គ្នាដែលបានគយគុណទស្សនាការ live ហ្នឹងហើយបានជានិស័យជាឧបនិស្ស័យរួចផុតចាកទុកនៅទីផុតជាតិបានត្រេកអរបុណ្យកុសលថ្នាក់ការប្រគេនបច្ច័យ4យានតោសុគតោអតិហើយមួយចំណែកទៀតក៏សូមប្រគេនពរលោកប្អូនទាំង3ព្រះអង្គមានលោកប្អូនហងហនលោកប្អូនពៅដូតលោកប្អូនទីនពេជ្រណានៅក្នុងវត្តឥន្ទ្រាធិបតីវត្តសង្កែនេះទៅប្រឡងបានទទួលនៅលទ្ធផលជោគជ័យគ្រប់ព្រះអង្គណាសូមអនុមោទនាហើយយើងប្រគេនបច្ច័យណាដាក់ចេះតើណាលោកប្អូនពៅដូតណាដាក់មកប៉ោះលោកសាវរីណាលោកប្អូនហងហូនដាក់ឈ្មោះនឹងស្រេចឥឡូវដើម្បីជាការផ្សាយមេត្តាក៏ដូចជាជូនបុណ្យដល់ញោមម្ចាស់សទ្ធាយើងចយន្តតោហើយដោយតែចយន្តតោសម្រាប់ខ្លួនឯងផងទៅបានជោគជ័យណាអស់គ្នាផ្សាយមេត្តាដូចតទៅចយន្តោពោធិយាមូលេសាចានាងនន្តវតនោអេវង្ខ្វាំងវិជយោហោហិជយាសុជយមានកលេអបរាជិតបាលង្កេសៃសេបឋវិបោករេអភិសេកេសាពពុទ្ធានាងអកបតោបមោទិសនាខាតាំសមាកលាំងសុភភាតាសហរិតាំសកណោសមហតោចសយថាប្រមចារិសពតៈកេណាកាយកម្មងវាចាកម្មងបតៈកេណាបតៈកេណាមនោកម្មងបនិធិទេបតៈកេណាបតៈកេណានិកាថ្វាលភន្តទេបតៈខេនេសត្វទាំងឡាយទាំងពួងដែលដល់ហើយនៅសេចក្តីតងសូមឲ្យជាសត្វបានសេចក្តីតងទៅដែលដល់ហើយនៅភ័យសូមឲ្យជាសត្វបាត់ភ័យទៅដែលដល់ហើយនៅសេចក្តីសោកសូមឲ្យជាសត្វបាត់សេចក្តីសោកទៅសូមឲ្យព្រះពុទ្ធសាសនារុងរឿងចម្រើនសូមឲ្យព្រះពុទ្ធសាសនាផ្សាយទូទៅពេញសកលលោកសូមឲ្យលោកទាំងមូលបានប្រកបដោយ
សន្តិភាពព្រះសក្យមុនីសម្ពុទ្ធទ្រង់ត្រាស់ថាណដ្ឋិសន្តិបរំសុខੰពុំមានសេចក្តីសុខដតីក្រៅអំពីសេចក្តីស្ងប់ឡើយទេវាកន្ធវានិវេតយំសាពេលោកម្មយេសតាជីវន្តាហារហេតុកម្មមនុញ្ញំអចនាំងសាពេលផន្តមមចេតសាទេសាធុឥឡូវយើងបែរទៅថតបោះរួមគ្នាលោកសាវរីចុងក្រោយនេះចុងក្រោយជូនដំណើរទៀតទេហើយហើយតាមបានយើងណាណាសុខសប្បាយណាសុខសប្បាយជោគជ័យណាជោគជ័យជាពិសេសសុខភាពការពារកុំឲ្យខំពេកឬការភ័យពេកក៏អាចថាអត់នេះដែរធម្មតាចេះប៉ុណ្ណាដូចបងថាហ្នឹងចេះប៉ុណ្ណាខំប៉ុណ្ណឹងដែរត្រេតតវិញមកណាសិស្សបាត់បាទ